តើនឹងមានអ្វីកើតឡើងនៅពេលដែលយើងយកកំភ្លើងទៅបាញ់ដាក់បង្គោលភ្លើងឬអំពូលភ្លើងសាធារណៈនៅក្នុងហ្គេម GTA 3 GTA Vice City GTA San Andreas GTA 4 និង GTA 5ជាដំបូងចំពោះហ្គេម GTA 3 វិញនៅពេលដែលយើងយកកំភ្លើងទៅបាញ់ដាក់បង្គោលភ្លើងសាធារណៈនោះគឺថាអំពូលភ្លើងនោះវាបែកឡើយបាទនិយាយទៅចង់យើងបាញ់បានគ្រប់វាបែកដែរបាទគឺថាពឹកជារឿងមមដូចដៃថៃអ៊ីតាលីវាចឹងអញបាទចំពោះ GTA Vice City វិញក៏មានលក្ខណៈដូចនឹងហ្គេម GTA 3 ផងដែរបាទនិយាយទៅអំពូលភ្លើងក្នុងហ្គេមហ្នឹងគឺថារឿងមកខ្លាំងទេបាទចង់បាញ់អស់រៀនក្លឹបក៏វារុកអោចជ័យផ្ទុះដែរបាទនិយាយទៅស៊ីម៉ងអូតស៊ីម៉ង K ស៊ីមិនសុំអែគៀនបាទចាញ់អំពូលភ្លើងក្នុង GTA Vice City ទេបាទចំពោះ GTA San Andreas វិញក៏មានលក្ខណៈដូចនឹងហ្គេម GTA 3 និងហ្គេម GTA Vice City ផងដែរបាទនិយាយទៅបង្គោលភ្លើងសាធារណៈក្នុងហ្គេមហ្នឹងពុកប៊ូភ្លើងវាយើងបាញ់បែកទេបាទដោយសារតែអំពូលភ្លើងហ្នឹងគេបានទិញពីប្រទេសជប៉ុនបាទចឹងហើយអំពូលភ្លើងនេះវារឿងមកចឹងអញបាទដោយសារតែវាជារបស់ជប៉ុនចំពោះ GTA 4 វិញនៅពេលដែលយើងយកកំភ្លើងទៅបាញ់ដាក់បង្គោលភ្លើងសាធារណៈគឺថាអំពូលភ្លើងវាបែកបាទដោយសារតែហ្គេមហ្នឹងគឺជាហ្គេមផោកទាបបាទចឹងវាបែកចឹងអញបាទចំពោះ GTA 5 វិញក៏មានលក្ខណៈដូចនឹងហ្គេម GTA 4 ផងដែរបាទនិយាយទៅនៅពេលដែលយើងយកកំភ្លើងទៅបាញ់ដាក់បង្គោលភ្លើងសាធារណៈគឺថាអំពូលភ្លើងវាបែកបាទហើយមូលហេតុនោះគឺដោយសារតែអំពូលភ្លើងក្នុងហ្គេមហ្នឹងគឺជារបស់ចោលសៀមបាទ Thank you everyone for watching my video នៅក្នុងវីដេអូនេះខ្ញុំបាទនឹងសូមមកធ្វើការប្រៀបធៀបពីការជិះរថភ្លើងនៅក្នុងហ្គេម GTA 3 GTA Vice City GTA San Andreas GTA 4 និង GTA 5ចំពោះ GTA 3 វិញហ្គេមហ្នឹងគឺយើងអាចធ្វើការជិះរថភ្លើងបានបាទហើយអ្នកនរគ្នាក៏អាចមើលសកម្មភាពពីការជិះរថភ្លើងបានផងដែរបាទចំពោះ GTA Vice City វិញហ្គេមហ្នឹងគឺគ្មានរទេះភ្លើងទេបាទនិយាយទៅគឺពិតជាហ្គេមអត់គុណភាពខ្លាំងមែនទែនបាទចំពោះ GTA San Andreas វិញគឺយើងមិនអាចធ្វើការជិះរថភ្លើងបានឡើយបាទប៉ុន្តែយើងអាចលូតរថភ្លើងយកមកបើកលេងបានបាទគឺថាពិតជ្រោយខ្លាំងមែនទែនបាទហ្គេមហ្នឹងបាទគឺថាគុណភាពបងបាទគុណភាពលំដាប់ ISO 9001 1លាន1សែន1ប្រកោតហ្នឹងបាទចំពោះ GTA 4 វិញហ្គេមហ្នឹងគឺយើងអាចធ្វើការជិះរថភ្លើងបានបាទគឺថាអីអត់មានអីជេរវាបណ្ដោយវាមានអញ្ចឹងហ្នឹងចំពោះ GTA 5 វិញហ្គេមហ្នឹងក៏មានរថភ្លើងជិះផងដែរបាទយើងអាចធ្វើការជិះរថភ្លើងបានបាទហើយអ្នកនរគ្នាអាចមើលពីសកម្មភាពនៃការជិះរថភ្លើងបានបាទThank you everyone for watching my video នៅក្នុងវីដេអូនេះខ្ញុំបាននឹងសូមមកធ្វើការប្រៀបធៀបពីហាងលក់កៅអៅនៅក្នុងស៊េរីហ្គេម GTA ទាំង5នេះថាតើហ្គេម GTA មួយណាដែលថោកទាបខ្លាំងជាងគេជាដំបូងចំពោះហ្គេម GTA 3 វិញគឺថាហ្គេមហ្នឹងគ្មានហាងលក់កៅអៅឡើយបាទតែក៏ជាមិនជាបញ្ហាអ្វីឡើយបាទដោយសារតែហ្គេមហ្នឹងគឺស៊ីមីតូចបាទអញ្ចឹងអត់មានក៏អត់ទៅបាទចំពោះ GTA Vice City វិញគឺថាហ្គេមហ្នឹងគឺមានហាងលក់កៅអៅបាទប៉ុន្តែយើងមិនអាចធ្វើការចូលទិញបានឡើយបាទនិយាយទៅគឺពិតជាចម្លែកខ្លាំងមែនទែនបាទមានហាងលក់កៅអៅតែមិនអាចចូលទិញបានបាទគឺថាលុយជួយម៉ាយបាទចំពោះ GTA San Andreas វិញហ្គេមហ្នឹងគឺមានហាងលក់កៅអៅបាទហើយហាងលក់កៅអៅនៅក្នុងហ្គេមហ្នឹងគឺមានសម្រាប់ដាក់តាំងពីពណ៌ដូចហ្គេម GTA Vice City ឡើយបាទគឺថាយើងអាចជួយទិញកៅអៅស្លៀកពាក់បានបាទគឺថាអីអាចទទួលយកបានបាទចំពោះ GTA 4 វិញហ្គេមហ្នឹងក៏មានហាងលក់កៅអៅផងដែរបាទនិយាយទៅបើសិនតើមានទៀតគឺថាថោកទាបជាម៉ាយបាទហ្គេមហ្នឹងបាទមិនអីចេះមានដែរបាទគ្រាន់បើចំពោះ GTA 5 វិញហ្គេមហ្នឹងក៏មានហាងលក់កៅអៅផងដែរបាទនិយាយទៅគឺថាមិនចាញ់ GTA 4 និង GTA San Andreas ឡើយបាទដោយហ្គេមហ្នឹងគឺយើងអាចធ្វើការទិញរ៉ូបឲ្យ Trevor ពាក់បានបាទគឺថាពិតជាលុយហើយស្រស់ស្អាតខ្លាំងមែនទេបាទ Trevor នៅពេលដែលគាត់បានពាក់រ៉ូបឲ្យភ្លាមគាត់ក៏បានសួរសំណួរមកកាន់អ្នកទាំងអស់គ្នាថាតើខ្ញុំស្អាតទេសរុបសេចក្តីជារួមមកយើងបានដឹងថាហ្គេម GTA ដែលថោកទាបខ្លាំងជាងគេនោះគឺជាហ្គេម GTA 4 ហើយមូលហេតុនោះគឺដោយសារតែ admin អត់ចូលចិត្តហ្គេមមួយហ្នឹងនៅក្នុងវីដេអូនេះខ្ញុំបាទនឹងសូមមកធ្វើការប្រៀបធៀបពីចន្ទើយន្តនៅក្នុងហ្គេម GTA 3 GTA Vice City GTA San Andreas GTA 4 និង GTA 5ជាដំបូងចំពោះហ្គេម GTA 3 វិញគឺថាហ្គេមហ្នឹងគ្មានចន្ទើយន្តទេបាទនិយាយទៅគឺពិតជាអន់ខ្លាំងមែនទែនបាទចំពោះ GTA Vice City វិញគឺថាហ្គេមហ្នឹងគឺមានចន្ទើយន្តបាទនិយាយទៅគឺមានទាំងចន្ទើឡើងនិងចន្ទើចុះបាទអ្នកទាំងគ្នាអាចធ្វើការមកឡើងជិះលេងបានបាទចំពោះ GTA San Andreas វិញហ្គេមហ្នឹងក៏មានចន្ទើយន្តផងដែរបាទនិយាយទៅយើងអាចឡើងជិះបានបាទព្រោះថាចន្ទើយន្តក្នុងហ្គេមហ្នឹងគឺថាវារត់យឺតខ្លាំងមែនទែនបាទ
និយាយទៅយើងដើរលឿនជាងបាទចំពោះ GTA 4 វិញគឺថាហ្គេមហ្នឹងគ្មានចដាយន្តឡើយបាទនិយាយទៅហ្គេមអ្នកមានស្អីក៏គ្មានដែរបាទហ្គេមអត់កំណើតចំពោះ GTA 5 វិញក៏ជាហ្គេមអ្នកមានផងដែរបាទនិយាយទៅគ្មានដូចគ្នាបាទគឺថា Thank you everyone for watching my video តើនឹងមានអ្វីកើតឡើងនៅពេលដែលយើងយកកាភ្លើងទៅភ្ជុំដាក់ NPC ដែលកំពុងតែដេញវាយើងនៅក្នុងស៊េរីហ្គេម GTA 3 GTA Vice City GTA San Andreas GTA កថោអាចនិង GTA 5 ជាដំបូងចំពោះហ្គេម GTA 3 វិញគឺថាហ្គេមហ្នឹងយើងមិនអាចយកកាភ្លើងភ្ជុំបានទេបាទនិយាយទៅហ្គេមហ្នឹងគឺជាហ្គេម Lander អាចមែនបាទចំពោះ GTA Vice City វិញនៅពេលយើងយកកាភ្លើងភ្ជុំពួក NPC គឺថាពួកហ្នឹងវាខ្លាចទេបាទនិយាយទៅវាវាយយើងមកបាទគឺថាអត់មានខ្លាចសោះទេបាទគឺពិតជាក្លាហានខ្លាំងមែនទេបាទអូចប់ហើយអញស្មានវាខ្លាំងណាតែពិតអញ្ចឹងសោះឆ្កែសុតប៉ុន្តែបើចំពោះហ្គេម GTA San វិញគឺថាមិនស៊េរីអំបិលរីដូច GTA Vice City ទេបាទគឺថាពួកហ្នឹងគឺថាសាហាវមែនទេបាទនៅពេលយើងកំពុងភ្ជុំវាគឺថាវាមានខ្លាចទេបាទវានៅវាវិញទេបាទពួកខ្លះដល់ក្បាច់ចាក់យើងអាខ្លះទៀតដល់កំភ្លើងបាញ់យើងទេបាទគឺថាសាហាវទេបាទចំពោះ GTA 4 វិញគឺថានៅពេលយើងទីកំភ្លើងរត់បាញ់វាគឺថាវារត់បងបាទនិយាយទៅមិនភ្ជុំទេបាទគឺទីវារត់ទេបាទគឺថាពួកហ្នឹងគឺកំសាកជួយម៉ាយទេបាទចំពោះ GTA 5 វិញក៏មានលក្ខណៈដូចនឹងហ្គេម GTA 4 ផងដែរបាទនិយាយទៅមិននិយាយច្រើនទេបាទប៉ុន្តែនេះខ្លួនឯងទៅមានខ្ជិលនិយាយណា God damn. Whoa! Keep your distance, dude. Shit. Did anyone else? You sliding. It's a fool. Let's go. Thank you everyone for watching my video នៅក្នុងវីដេអូនេះខ្ញុំបាទនឹងសូមមកធ្វើការប្រៀបធៀបពីលក្ខណៈខុសគ្នារបស់កូនចៅឬបពួកនៅក្នុងហ្គេម GTA 3 GTA Vice City GTA San Andreas GTA 4 និង GTA 5 ជាដំបូងចំពោះហ្គេម GTA 3 វិញគឺថាហ្គេមហ្នឹងគ្មានកូនចៅទេបាទនិយាយទៅនៅពេលយើងធ្វើមីសិនយើងធ្វើតែឯងបាទអត់មានគ្នាអីជួយទេបាទគឺថា solo បងបាទចំពោះ GTA Vice City វិញគឺយើងអាចធ្វើការយកកូនចៅឲ្យដល់តាមយើងបានបាទប៉ុន្តែកូនចៅក្នុងហ្គេមហ្នឹងគឺថាពិតជាមិនទេបាទនៅពេលប៉ូលីសវិញខ្ញុំគឺថាវាមានធ្វើអីទេបាទយកចូលមើលប៉ូលីសវិញខ្ញុំសម្ដឹងបាទគឺថាពួកហ្នឹងគឺថាអត់ប្រយោជន៍ខ្លាំងទេបាទចំពោះ GTA San Andreas វិញក៏មានកូនចៅផងដែរបាទហើយកូនចៅក្នុងហ្គេមហ្នឹងគឺថាមានប្រយោជន៍ជាង GTA Vice City បាទដោយសារតែ GTA San នៅពេលវាពួកហ្នឹងវាឃើញប៉ូលីសគឺថាវាបាញ់ប៉ូលីសបាទវាដូច GTA Vice City ទេបាទចំពោះ GTA 4 វិញគឺថាហ្គេមហ្នឹងគ្មានកូនចៅទេបាទនិយាយទៅហ្គេមហ្នឹងគឺពិតជាថោកទាបខ្លាំងទេបាទមូលហេតុនោះគឺដោយសារហ្គេម GTA 4 គឺជារបស់ថៃបាទនិយាយទៅថៃជាអ្នកបង្កើតហ្គេម GTA 4 បាទយ៉ាងហើយបានថោកទាបអញ្ចឹងបាទចំពោះ GTA 5 វិញហ្គេមហ្នឹងក៏គ្មានកូនចៅផងដែរបាទនិយាយទៅហ្គេមហ្នឹងក៏ថោកទាបផងដែរបាទគាត់ថាវារៀងក្រន GTA 4 តិចបាទដោយសារតែយើងអាចដាក់មកពីលុយដើម្បីយកកូនចៅមកលេងបានបាទមានអីនេះអាចជួយយកបានឆ្លងតាមការបកស្រាយប្រធានខាងលើយើងបានដឹងថាហ្គេម GTA 4 គឺជារបស់ថៃបាទឬយើងអាចហៅបានចឹងទៀតថាហ្គេម GTA 4 គឺជារបស់ពូជទាកប៉ាបាទទាកប៉ាកឆាវរ្ម័នបាទតើនឹងមានរឿងអ្វីកើតឡើងនៅពេលដែលយើងចេញយាត្រារត់បុកប៉ូលីសនៅក្នុងហ្គេម GTA 3 GTA Vice City GTA San Andreas GTA 4 និង GTA 5ជាដំបូងចំពោះហ្គេម GTA 3 វិញយើងបានឃើញថានៅពេលដែលយើងបានរត់បុកប៉ូលីសគឺថាប៉ូលីសអត់មានប្រតិកម្មអីទាំងអស់បាទនិយាយទៅធ្វើអីយើងមកបាទអត់ខឹងយើងទេចង់យើងលើកដៃកដៅដាក់ក៏មិនខឹងដែរនិយាយទៅអត់ខ្វល់ហើយឯងចង់បួយទៅខ្វល់គុំតែឲ្យអញបានហើយចំពោះហ្គេម GTA Vice City វិញក៏មានលក្ខណៈស្តៀងនឹងហ្គេម GTA 3 ផងដែរបាទនិយាយទៅប៉ូលីសslowដូចគ្នាចង់យើងបុកកិនមិនបុកទៅគាត់អត់ឃើញយើងទេហើយបើចំពោះហ្គេម GTA San វិញក៏មានលក្ខណៈស្តៀងនឹងហ្គេម GTA មុនផងដែរបាទគ្រាន់តែថាក្នុងហ្គេមហ្នឹងប៉ូលីសវាចេះជេរយើងបាទពេលយើងរបបុកវាជេរយើងតែបើចំពោះហ្គេម GTA 4 វិញយើងបានឃើញថាប៉ូលីសមានលក្ខណៈ slow ដូចហ្គេម GTA មុនទេបាទនិយាយទៅនៅពេលយើងរបបុកគាត់គឺគាត់ចាប់ខាត់ខ្លួនយើងបងបាទគាត់បញ្ជូនយើងទៅមន្ទីរបរិយាកាសហើយនេះគឺជាទស្សនវិជ្ជានៅពេលយើងបានចេញពីមន្ទីរបរិយាកាសបាទឃើញថាតួអង្គនីកូយើងគាត់បាក់ជាខ្លាំងមែនទែនបាទចំពោះ GTA 5 វិញនៅពេលតួអង្គរបស់យើងបានរត់បុកប៉ូលីសឃើញថាប៉ូលីសបានទាញកំភ្លើងបាញ់យើងស្លាប់ចោលបងបាទនិយាយទៅខូខើបងបាទពួកហ្នឹងបាទព្រោះប៉ូលីសក្នុង GTA 5ជាចុងក្រោយកម្មវិធីប្រៀបធៀបហ្គេម GTA ក៏ឈានមកដល់ទីបញ្ចប់អញ្ចឹងសូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់សូមជម្រាបលាអេវ៉ាំងសូមអរគុណមែនទេសូមជម្រាបសួរតើនឹងមានរឿងអ្វីកើតឡើងនៅពេលយើងចូលទៅក្នុងមន្ទីរទាហាននៅក្នុងហ្គេម GTA 3 GTA Vice City GTA San Andreas GTA 4 និង GTA 5ជាដំបូងចំពោះហ្គេម GTA 3 វិញយើងបានឃើញថានៅពេលដែលយើងចូលក្នុងមន្ទីរទាហានគឺថានៅក្នុងមន្ទីរទាហានហ្នឹងស្ងាត់ដូចចូលលួចសេះចឹងបាទអត់មានទាហានណាម្នាក់នៅប្រចាំការទេបាទសង្ស័យតែទាហានដេកលក់អស់ឲ្យដឹងហើយយើងក៏អាចលួចក្រទាហានជិះលេងបានផងដែរបាទ
ចំពោះ game GTA Vice City វិញនៅពេលយើងធ្វើដំណើរចូលទៅក្នុងមន្ទីរទាហានយើងបានឃើញថាពួកទាហានគ្រាន់តែឃើញយើងភ្លាមគឺថាដកកំភ្លើងបាញ់យើងស្លាប់ចោលបាទនិយាយទៅគ្នាគាត់ប្រហែលនេះបាញ់យើងស្លាប់ចោលបាទនិយាយទៅសាហាវខុសមែនបាទធ្វើបាបក្មេងតូច ចំពោះ GTA San Andreas វិញកុំថាឡើយចូលបាទសូម្បីតែឈោក្បែររបស់មន្ទីរទាហានក៏បានដែរបាទផ្កាយ5ហ្នឹងបាទទាហានពលីអីមកចង់អំទីក្រុងឯបាទមកបាញ់ស្លាប់ចោលហ្នឹងបាទនិយាយទៅធ្វើដូចយើងហ្នឹងអក្រិតជនធ្វើភេរវកម្មអញ្ចឹងឯងបាទចំពោះ game GTA 4 វិញគឺអត់មានមន្ទីរទាហានទេបាទនិយាយទៅក្នុងអត់មានទាហានហ្មងបាទអត់ដឹងថាក្រុមហ៊ុន Rockstar ក៏ដូចដែរអត់ដាក់ទាហានក្នុង game GTA 4អញ្ចឹងចូលរួមសោកស្ដាយផង Pro Nico ទូអង្គរបស់យើង ចំពោះ GTA 5 វិញគឺមានលក្ខណៈសាហាវខុសៗជាងគេបាទគ្រាន់តែ Franklin បើម៉ូតូចូលប្រទេសទាហានបន្តិចបាទគឺថារកក្រោះចេញមកបាញ់ឲ្យ Franklin សាប់ចោលបាទនិយាយទៅសាហាវខុសៗហ្នឹងបាទតើនឹងមានរឿងអ្វីកើតឡើងនៅពេលយើងវាយឡាន NPC ដែលកំពុងតែបើកបរនៅតាមផ្លូវនៅក្នុងស៊េរី game GTA ទាំង5នេះហើយអ្នកទាំងអស់គ្នាក៏អាចធ្វើការ support ABA របស់ admin បានផងដែរបាទដើម្បីឲ្យ admin មាន game ថ្មីៗសម្រាប់ធ្វើការប្រៀបធៀបជូនអ្នកទាំងអស់គ្នាទៀតបាទជាដំបូងចំពោះ game GTA 3 វិញនៅពេលយើងយកតបងទៅវាយឡាន NPC ដែលកំពុងតែបើកបរតាមផ្លូវហ្នឹងគឺថាឡានរបស់ NPC វាមានការខូចខាតទេបាទនិយាយទៅចេះខូចបងហើយសូម្បីតែ NPC ដែលបើកឡានហ្នឹងក៏វាធ្វើមិនដឹងដែរបាទនិយាយទៅអត់ខ្វល់ហើយចង់វាយទៅឡានរបស់អញអាចចេះខូចផងចំពោះ GTA Vice City វិញនៅពេលយើងវាយឡាន NPC ដែលពឹងទៅបើកបរតាមផ្លូវហ្នឹងគឺថាមានពួកអាខ្លះបានចុះលើឡានរបស់យើងបងបាទអាខ្លះទៀតចុះលើឡានរត់ចោលឡានហើយនឹងឲ្យមានអាខ្លះជិះឡានកឹមយើងស្លាប់ចោលបងបាទនិយាយទៅសាហាវខុសៗបងបាទពួកអាហ្នឹងចំពោះ game GTA San Andreas វិញនៅពេលយើងវាយឡាន NPC ដែលពឹងទៅបើកបរតាមផ្លូវគឺមានពួកអាខ្លះបានបើកឡានរត់ហើយអាខ្លះទៀតបានចុះវាយយើងបាទហើយអត់មានពួកបើកបុកយើងស្លាប់ចោលបាទអត់មានតែពួកអាសេរីបើកបុកបើកកិនយើងស្លាប់ចោលគឺគ្មានបងចំពោះ game GTA 4 វិញនៅពេលយើងវាយឡាន NPC ដែលពឹងឲ្យធ្វើដំណើរតាមផ្លូវហ្នឹងគឺមានពួកអាខ្លះទោះបីយើងវាយឡានវាមិនក៏វាព្រមចុះចេញពីឡានដែរបាទនិយាយទៅអត់ខ្វល់បងអាចង់ខូចឡានខូចទៅអត់ខ្វល់អាចព្រោះអញព្រមចេញខ្លាញ់វាយអញហើយមានពួកអាខ្លះពេលយើងវាយឡានវាគឺវារត់ចេញពីក្នុងឡានអាខ្លះទៀតវាចុះវាយយើងមួយស្មើបងបាទនិយាយទៅវាអត់ឈ្មោះតែមកហ្នឹងមានដាក់វាងើបបាទហើយចំពោះ game GTA 5 វិញនៅពេលយើងវាយឡាន NPC ដែលបរតាមផ្លូវហ្នឹងគឺថាមានពួកអាខ្លះបានបុកឆាបយើងយកទៅបាទបានពីម៉ែទៅយើងចោលពួកអាខ្លះទៀតគៀអូសយើងតាមផ្លូវបាទនិយាយទៅអូខុសខៅបាទហ្នឹងដាក់ Franklin លើរបបក្បាលជង្គង់ហើយពួកអាខ្លះទៀតបានបើកកឹមយើងមកបាទនិយាយទៅ GTA 5ខុសខៅមកពួកហ្នឹងវាចង់សម្រាប់យើងចោលហើយសូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនារបស់អ្នកទាំងអស់គ្នាតាមពីដើមដល់ចប់ហើយបើពេញចិត្តកុំភ្លេចចុច like subscribe ចំពោះ YouTube ហើយបើជួយទៅកុំភ្លេចឲ្យបដង follow អ្នកមួយផងបាទហើយអ្នកទាំងអស់គ្នាបើសិនតែចិត្តល្អចង់ជួយ admin អ្នកទាំងអស់គ្នាអាចធ្វើការ support ABA របស់ admin បានបាទដោយ admin នឹងយកលុយដែលអ្នកទាំងអស់គ្នាឧបត្ថម្ភនឹងទិញ game ថ្មីដើម្បីធ្វើការប្រៀបធៀបមួយ game GTA 5 GTA អីបាទដូចជា Super Dog ដូចជា Yakuza 0អីបាទពួក game អស់ហ្នឹង admin យកប្រៀបធៀបអញ្ចឹងស្មាននឹងគ្រប់ត្រូលចាស់បាទអរគុណទេបាទចិត្តល្អបាញ់ខ្ញុំបាទអូខេបាយបាយជួបគ្នាវីដេអូក្រោយនៅក្នុងវីដេអូនេះខ្ញុំបាទនឹងមកបង្ហាញអំពីរបៀបនៃការប្លន់នៅក្នុង game GTA ទាំង5នេះជាដំបូងចំពោះ game GTA 3 វិញគឺយើងមិនអាចធ្វើការប្លន់បានទេបាទដោយសារតែ game នេះមានហាងយើងប្លន់ទេបាទនិយាយទៅជួបស្ដាយបងប្រូចំពោះ game GTA Vice City វិញគឺយើងអាចធ្វើការប្លន់បានបាទដោយដើម្បីប្លន់គឺយើងចូលក្នុងហាងទៅបាទយកកំភ្លើងភ្ជុំទៅលក់ទៅយកលុយយើងហើយបើយើងលុយយើង3ដុំហើយនៅពេលយើងប្លន់ហាងអញ្ចឹងគឺឡើងផ្កាយ2អ្នកនរគ្នាចំពោះ GTA San វិញបើទោះបីជាមានហាងក៏យើងមិនអាចធ្វើការប្លន់បានទេបាទដោយសារតែអ្នកលក់នឹងវាមិនព្រមឲ្យលុយយើងចាយសោះបាទចង់យើងក៏រៀមវាមិនក៏វាមិនព្រមដែរបាទខ្ញុំបាញ់ក៏រៀមវាផងបាញ់ស្លាប់មនុស្សក្នុងហាងផងក៏វាមិនព្រមឲ្យលុយយើងនិយាយតអាហ្នឹងវាស្រឡាញ់លុយខ្លាំងចំពោះ GTA 4 វិញគឺមានអីបាត់ទេបាទដល់ចូលក្នុងហាងមកដល់សម្ដៅទៅរកអបលុយមកបើយកលុយចាយហើយនិយាយទៅអានេះមានចូលអ្នកប្លន់ទេបាទចូលលក្ខណៈលួចវិញហើយនៅពេលយើងលួចគេអញ្ចឹងគឺយើងឡើងផ្កាយ1បាទចំពោះ GTA 5 វិញគឺមានលក្ខណៈសាំញ៉ាំជាងគេបាទគឺយើងអាចប្លន់បាននៅក្នុងម៉ាតទេបាទទៅបាច់បានលុយហើយនៅពេលយើងប្លន់នោះគឺយើងអាចធ្វើលំបានទេបាទតោះយើងយកកំភ្លើងភ្ជុំកំផងជេរកំផងបាញ់កណ្ដៀវផងបាទបើមានព្រមយកលុយយើងចាយបើមិនយ៉ាងទេវាព្រមឲ្យលុយយើងទេបាទវោដកភ្លើងបាញ់យើងទៀតជាចុងក្រោយ admin ក៏សូមធ្វើការអរគុណអ្នកទាំងអស់គ្នាផងដែរសម្រាប់ការទស្សនាវីដេអូរបស់ admin ហើយសង្ឃឹមថាអ្នកទាំងអស់គ្នាកុំយកគំរូតាមចុះបាទព្រោះនេះគឺវីដេអូ game ទេមិនអស់អ្នកធ្វើតាមទេបាទហើយអ្នកទាំងអស់គ្នាក៏អាច support ABA របស់ admin បានផងដែរបាទអូខេបាយបាយតើនឹងមានអ្វីកើតឡើងនៅពេលយើងរត់ទៅបុកពួក gangster នៅក្នុង game GTA 3 GTA Vice City GTA San Andreas GTA 4 និង GTA 5
ជាដំបូងចំពោះ game GTA 3 វិញយើងបានឃើញថានៅពេលយើងរបបពួក gangster គឺថាពួក gangster វាធ្វើយើងទៅបាទនិយាយទៅដល់ធ្វើម្ដងមកបាទសូម្បីយើងវាយគាត់តតដៃទេបាទប៉ុន្តែនៅពេលយើងយកកំភ្លើងជើងគាត់គឺថាពួកហ្នឹងវាបាញ់ស្លាប់ចោលមកបាទនិយាយទៅអត់ខ្វល់ទេបាទហៅគ្នាបាញ់យើង100ចំពោះ GTA Vice City វិញនិយាយទៅមិនចាំបាច់ទៅរឿងពួក gangster ទេបាទព្រោះនៅពួក gangster ឃើញតួអង្គយើងភ្លាមគឺថាដេញបាញ់ស្លាប់យើងហ្មងបាទដោយសារតែតួអង្គ Tommy យើងនិងពួក gangster គឺជាត្រូវមួយគ្នានិយាយទៅបាញ់យើងផងវាយយើងផងបាទទើបយើងផងវាអាចក្បាច់គុណពួកហ្នឹងហើយ Tommy អត់បានបាញ់ចោលដៃវិញបាទនិយាយទៅពួក gangster នឹងធ្វើបាបយើងមួយថ្ងៃប៉ូលីសអត់ព្រមប្រកាសចេញមកទេគាត់តួអង្គ Tommy បាញ់ចោលដៃវិញប៉ូលីសមកបដ និយាយទៅប៉ូលីសក្នុងហ្គេមហ្នឹងពួកលួចយមកចំពោះ GTA San Andreas នៅពេលយើងរបបពួក gangster ដែលជាសត្រូវរបស់ CJ គឺពួក Ballas នោះគឺថាពួក Ballas គឺវាបាញ់ CJ ស្លាប់ចោលបាទតួអង្គយើងហ្នឹងបាញ់ស្លាប់ចោលចំពោះ GTA 4 វិញនៅពេលយើងរបបពួក gangster គឺថាពួក gangster វាធ្វើអីទេបាទហើយតែបើយើងវាយវាគឺវាវាយតដៃវិញបាទហើយវាដល់កំភ្លើងភ្ជុងវាគឺវាដល់ភ្លើងបាញ់យើងវិញបាទនិយាយទៅស្មើភាពពួក game ហ្នឹងវាមានថាសច្ចភាពបាទវាថាបើយើងវាយដៃវាដៃទៅដៃកំភ្លើងទៅកំភ្លើងពួកហ្នឹងចំពោះ GTA 5 វិញនៅពេលយើងរបបពួក gangster នៅក្នុង game ហ្នឹងគឺថាពួក gangster វាបាញ់ស្លាប់ចោលបាទជាតោមសំបីតែយើងឈុំមុខពួកវាក៏បានដែរបាទពួកហ្នឹងវាចូលវាយយើងមកបាទគ្នាវាពីរនាក់ប៉ុន្តែវាអត់ឈិន Trevo ទេ Trevo ដាក់វិញបញ្ញាទាំងពីរនិយាយទៅពួកហ្នឹងវាខ្លាំងបានតែកំភ្លើងទេបាទតែពេលវាយដៃវាឈិន Trevo វាយអីលុយកងអាជីលេងទៀត Thank you everyone for watching តើនឹងមានរឿងអ្វីកើតឡើងនៅពេលដែលយើងយកកំភ្លើងទៅភ្ជុំអ្នកលក់កំភ្លើងនៅក្នុងស៊េរី game GTA ទាំង5នេះជាដំបូងចំពោះ game GTA 3 វិញគឺយើងមិនអាចធ្វើការយកកំភ្លើងទៅភ្ជុំអ្នកលក់កំភ្លើងបានទេបាទដោយសារតែពេលយើងចូលក្នុងហាងគឺថាភ្ជុំអត់កើតសោះបាទអានឹងអីដែរប្រហែលមកពីក្រុមហ៊ុន Rockstar គេរៀបចំមកអញ្ចឹងសំខាន់ថាអ្នកលក់កំភ្លើងហ្នឹងវានៅក្នុងទ្រង់ជិបគុកឯងបាទតែមួយហ្នឹងសង្ស័យតែវាទោសដឹងចំពោះ GTA Vice City វិញនៅពេលយើងយកកំភ្លើងទៅភ្ជុំអ្នកលក់កំភ្លើងគឺថាអ្នកលក់កំភ្លើងវាធ្វើអីទេបាទនិយាយទៅឈួតតែម្ដងបាទអត់ខ្វល់ហើយយ៉ាងភ្ជុំអីផងទៅប៉ុន្តែនៅពេលយើងបាញ់គាត់គឺគាត់បាញ់ស្លាប់យើងវិញបាទចំពោះ GTA San Andreas វិញនៅពេលយើងយកកំភ្លើងទៅភ្ជុំអាប៉ែពុកមាត់ដែលជាអ្នករកកំភ្លើងហ្នឹងគឺថាប៉ែពុកមាត់បានដល់កំភ្លើងបាញ់ CJ បងបាទប៉ុន្តែបាញ់ CJ អត់ងាប់ទេបាទដោយសារ CJ គាត់បានពាក់អាក្រោះអញ្ចឹងបែរអត់ចេះងាប់ទេបាទបាញ់ទាំងអស់100គាត់បាញ់ឃើញងាប់ CJ ដល់កំភ្លើងបាញ់អាប៉ែពុកមាត់វិញបាទបាញ់ឯងស្លាប់មកអស់ចិត្តហើយជន់ឯងថែមទៀតចំពោះ GTA 4 វិញនៅពេលដែលយើងយកកំភ្លើងទៅភ្ជុំអ្នករកកំភ្លើងគឺថាលោកកំភ្លើងវាអត់ធ្វើយើងទេបាទនិយាយទៅឈោស្ងៀមមកកន្លែងវានិយាយថាកុំធ្វើយ៉ាងអីយើងមិនភាក់គ្នាទេកុំធ្វើយ៉ាងអីប្រូហើយនៅពេលយើងបាញ់គាត់គឺគាត់ដកភ្លើងបាញ់ចោលដៃមួយយើងវិញបាទប៉ុន្តែយើងបាញ់គាត់ស្លាប់ចោលសំខាន់នៅពេលយើងបាញ់អាអ្នកលក់កំភ្លើងស្លាប់ចោលហ្នឹងគឺថាប៉ូលីសនឹងមកពីកាទេបាទមកចាប់យើងហ្មងបាទនិយាយទៅតន់ចិត្តនេះបាទចំពោះ GTA 5 វិញគឺយើងមិនអាចយកកំភ្លើងចូលទៅក្នុងហាងលក់កំភ្លើងដើម្បីភ្ជុំអ្នកលក់កំភ្លើងបានទេបាទប៉ុន្តែយើងអាចប្រើប្រាស់កំភ្លើងបាញ់ពីក្រៅហាងបានបាទដើម្បីស្លាប់អាអ្នកលក់កំភ្លើងហើយអាអ្នកលក់កំភ្លើងក៏វាបាញ់ចោលដៃមួយយើងវិញដែរបាទដោយសកម្មភាពអ្នកទាំងគ្នាមើលខ្លួនឯងចុះThank you everyone for watching តើនឹងមានរឿងអ្វីកើតឡើងនៅពេលដែលយើងកំ play ឡានដាក់ប៉ូលីសនៅក្នុង game GTA 3 GTA Vice City GTA San Andreas GTA 4 និង GTA 5ជាដំបូងចំពោះ game GTA 3 វិញនៅពេលយើងបើកឡានទៅកំ play ដាក់ប៉ូលីសគឺថាប៉ូលីសមានប្រតិកម្មអីទេបាទនិយាយទៅដើរធ្វើហ្មងបាទសំខាន់នៅពេលមានបើកឡានទៅក្បែរគាត់គឺថាគាត់លោតមកតោងឡានយើងហ្មងបាទអាតោងឡានជុំទេងុំមកចាប់យើងទៀតបាទនិយាយទៅអត់ដឹងអាប៉ូលីសនឹងគិតស្អីទេបាទចំពោះ GTA Vice City វិញនៅពេលយើងកំ play តាមដាក់ប៉ូលីសគឺថាប៉ូលីសមានផ្អើលរត់បងបាទសំខាន់មានអាប៉ូលីសមួយឈួតនឹងវាទៅវៃស្រីបាទនឹងវាគិតស្អីទេបាទមានណាប៉ះស្រីវៃវិញទប់វាមកជឹងក៏បាត់និយាយតែកុំចង់មើងងាយស្ត្រីអូននេះវាចង់មើងងាយស្ត្រីភេទចំពោះ GTA San Andreas វិញមានលក្ខណៈរៀងត្រឹមត្រូវតិចបាទនៅពេលយើងកំ play តាមដាក់ប៉ូលីសគឺថាប៉ូលីសលើកដៃតបមកយើងវិញបាទលក្ខណៈថាលើកដៃរាក់តាក់បាទរាក់តាក់ហាយមកយើងវិញបាទមើលទៅគឺពិតជាល្អខ្លាំងទេបាទស័ក្តិសមជាប៉ូលីសគំរូចំពោះ GTA 4 វិញគឺមានលក្ខណៈរៀងត្រឹមត្រូវជាងគេបាទនិយាយទៅប៉ូលីសក្នុង GTA 4គឺថាជាប៉ូលីសដែលត្រឹមត្រូវខ្លាំងទេបាទនៅពេលយើងកំ play ឡានដាក់គាត់គឺគាត់មានធ្វើអីយើងទេបាទយកអត់ប្រតិកម្មអីទាំងអស់បាទឈប់តែមិនដឹងព្រោះគាត់ចង់មានរឿងមួយយើងនិយាយទៅល្អមែនទេបាទ GTA 4ខ្ញុំសរសើរប៉ូលីសក្នុង GTA 4ខ្លាំងជាងគេចំពោះ GTA 5 វិញគឺមានលក្ខណៈរៀងខុសៗជាងគេបាទនិយាយទៅសំបីយើងកំ play ឡានដាក់គាត់ក៏បានដែរបាទទីកំភ្លើងភ្ជុំយើងហ្មងបាទហើយនៅពេលយើងបើកឡានកិច្ចគឺថាបាញ់យើងយកហ្មងបាទនិយាយទៅនឹងប៉ូលីសឈួតស្អីទេបាទអត់បានចុះបាញ់ប្រវាយវិញហ្មងតើកុំចង់ខ្លាំងមួយអញដល់អញណាគេអត់អញ Trevo ហ៎ Trevo Thank
Thank you everyone for watching តើនឹងមានអ្វីកើតឡើងនៅពេលដែលយើងនាំ NPC ឲ្យមកវាយយើងនៅក្នុងហាងលក់កាភ្លើងនៅក្នុងស៊េរី game GTA ទាំង5នេះជាដំបូងចំពោះ game GTA 3 វិញគឺយើងមិនអាចនាំ NPC ចូលក្នុងហាងដើម្បីវាយយើងបានទេបាទដោយសារតែ NPC ហ្នឹងវាមិនហ៊ានចូលក្នុងហាងទេបាទនិយាយទៅនឹងកន្លែងដែរបាទប្រហែលវាខ្លាចពូដែលលក់កាភ្លើងហ្នឹងបាទដោយសារតែគាត់មានមុខអាក្រក់ណាមួយក៏មានកាន់កាភ្លើង shotgun មួយដើមក្នុងដៃទេបាទមើលទៅប្រហែលខ្លាចគាត់ដែរបាទមិនត្រឹមតែប៉ុណ្ណោះនៅពេលយើងជិះទៅក្នុងហាងលក់កាភ្លើងវិញគឺថា NPC ហ្នឹងឈប់ឲ្យយើងបាទនិយាយទៅដើរធ្វើនឹងហ្នឹងបាទមើលទៅប្រហែលជាវាបាត់ការចងចាំហ្នឹងបាទលេងស្គាល់យើងទេបាទចំពោះ GTA Vice City វិញគឺយើងអាចនាំ NPC ឲ្យវាយយើងក្នុងហាងលក់កាភ្លើងបានបាទនិយាយទៅនៅពេលវាយយើងអស់ចិត្តគឺវាជប់វាយបាទវាឈួរហត់មកកន្លែងមានណាតួអង្គ Tommy Jerry វិញវាយវាស្លាប់ចោលមិនត្រឹមតែប៉ុណ្ណោះគាត់ក៏បានទៅស្លាប់អ្នកលក់កាភ្លើងមកដែរបាទដោយសារតែអ្នកលក់កាភ្លើងនោះវាអាចជួយគាត់គាត់ហើយគាត់ក៏បានបន្តស្លាប់ប៉ូលីសម្នាក់ផងដែរបាទដោយសារតែប៉ូលីសនឹងមានម្ដងចង់ចាប់លោកគាត់ចំពោះ GTA San Andreas វិញមានលក្ខណៈដូច GTA 3បាទនិយាយទៅយើងមិនអាចនាំ NPC ចូលក្នុងហាងលក់កាភ្លើងដើម្បីវាយយើងបានទេបាទនិយាយទៅជួបបានយើងមួយទេបាទហើយនៅពេលចេញពីក្នុងហាងលក់កាភ្លើងវិញគឺថាបាត់ NPC ចង់វិញទេបាទនឹងថាវាបាត់ក្បាលតាណាទេបាទមើលទៅបែរត្រូវអេលៀនចាប់យកបាយអដឹងសូមបញ្ជាក់តិចបាទគឺមិនបាត់តែក្បាលទេបាទគឺបាត់ទាំងអស់បាទចំពោះ GTA 4 វិញគឺយើងអាចនាំ NPC ឲ្យវាយយើងក្នុងហាងលក់កាភ្លើងបានបាទប៉ុន្តែមានលក្ខណៈរៀងវេទនាបន្តិចបាទហើយសំខាន់ពូលក់កាភ្លើងហ្នឹងគឺគាត់ឈោមើលគេវាយធ្វើមិនដឹងបាទនិយាយទៅមានខ្វល់ផងបាទហើយសំបីតា NPC នឹងវាយគាត់ឈោមិនដឹងដែរបាទនិយាយទៅឈោគេវាយរហូតដល់ងាប់ដល់ហើយ NPC នឹងក៏មិនรู้ខ្លួនដែរបាទវាត្រូវបានប្រចាប់ខាត់ខ្លួនយកទៅមន្ទីរវាយក្នុងក្តាត់បាទចំពោះ GTA 5 វិញក៏មានលក្ខណៈស្តៀងនឹង game GTA 4 ផងដែរបាទនិយាយទៅយើងអាចនាំ NPC ឲ្យវាយយើងក្នុងហាងបានដូចគ្នាបាទហើយអាអ្នកលក់កាភ្លើងក៏គាត់ចូលចិត្តមើលគេវាយគ្នាផងដែរបាទប៉ុន្តែនៅពេល NPC វាយគាត់បាញ់អា NPC ស្លាប់ចោលបាទនិយាយទៅគាត់ចេះការពារខ្លួនបាទមិនភ្លើដូច GTA 4 ទេ Thank you everyone for watching my video តើនឹងមានអ្វីកើតឡើងនៅពេលយើងយកក្របបែកទៅគប់ដាក់ប៉ូលីសនៅក្នុងស៊េរី game GTA ទាំង5នេះជាដំបូងចំពោះ game GTA 3 វិញនៅពេលយើងយកក្របបែកគប់ដាក់ប៉ូលីសគឺថាប៉ូលីសដើរធ្វើមិនដឹងខ្លួនទេបាទមិនណាផ្ទុំងាប់បាទសំខាន់នៅពេលយើងបានគប់ក្របបែកដាក់ប៉ូលីសងាប់ហ្នឹងគឺថាប្រជាជនគ្នាព្រួតដេញវិញខ្ញុំហ្មងបាទនឹងកាត់អីទេបាទពួកហ្នឹងប្រហែលវាខឹងខ្ញុំស្លាប់ប៉ូលីសហ្នឹងបាទនិយាយទៅវិញខ្ញុំរហូតហ្មងបាទតើតែប៉ូលីសមកពួកវាជប់វៃចំពោះ GTA Vice City វិញនៅពេលយើងគប់ក្របបែកដាក់ប៉ូលីសគឺថាមានប៉ូលីសខ្លះរត់មកវិញយើងបាទហើយមានប៉ូលីសខ្លះទៀតដើរធ្វើមិនដឹងបាទនិយាយទៅគេហ្នឹងប៉ូលីសគឺមានពីរប្រភេទបាទមានប៉ូលីសឆ្លាតនិងប៉ូលីសភ្លើចំពោះ GTA San Andreas វិញនៅពេលយើងគប់ក្របបែកដាក់ប៉ូលីសគឺថាប៉ូលីសមានដឹងខ្លួនទេបាទមានណាផ្ទុំងាប់បាទសំខាន់នៅពេលយើងស្លាប់ប៉ូលីសដោយប្រើក្របបែកអញ្ចឹងគឺថាអត់មានលំកាយទេបាទនិយាយទៅអត់យកឡើងយ៉ាងដែរម្ដងចិត្តខ្ញុំក៏បានសាកស្លាប់ប៉ូលីសដោយប្រើក្របបែកទៀតបាទគឺអត់លំកាយទៀតមាននិយាយទៅល្អម្យ៉ាងដែរបើយើងចង់ស្លាប់ប៉ូលីសកុំឲ្យមានទោសយើងប្រើក្របបែកទៅចំពោះ GTA 4 ដែលជា game GTA មានលក្ខណៈត្រឹមត្រូវជាងគេនោះនៅពេលយើងគប់ក្របបែកដាក់ប៉ូលីសគឺថាប៉ូលីសវាចេះរត់គេចចេញពីក្របបែកបាទព្រោះគាត់ចេះខ្លាចងាប់ដែរបាទហើយគាត់ក៏បានដកកំភ្លើងបាញ់យើងផងដែរបាទដោយសារតែយើងគឺជាភេរវជនដែលចង់ធ្វើភេរវកម្មសម្រាប់ប៉ូលីសបាទចំពោះ GTA 5 វិញមានលក្ខណៈដូចយ៉ាង GTA 4 អញ្ចឹងបាទនិយាយទៅនៅពេលយើងគប់ក្របបែកដាក់ប៉ូលីសគឺថាប៉ូលីសមានទីកំភ្លើងនេះបាញ់យើងហ្មងបាទនិយាយទៅបាញ់យើងយកហ្មងបាទប៉ុន្តែបាញ់ត្រីវត្តកាប់ទេបាទដោយសារត្រីវត្តក៏មានបារមីជួយគឺបារមីលីអូទេបាទអញ្ចឹងពួកប៉ូលីសបាញ់ឲ្យត្រីវត្តត្រូវទេបាទThank you everyone for watching តើនឹងមានអ្វីកើតឡើងនៅពេលដែលយើងយកកំភ្លើង Snap ទៅបាញ់ដាក់អ្នកបើក helicopter នៅក្នុងស៊េរី game GTA 3 GTA Vice City GTA San Andreas GTA 4 និង GTA 5ជាដំបូងចំពោះ game GTA 3 វិញគឺថា game ហ្នឹងគ្មាន helicopter ស្រាប់យើងបាញ់លេងទេបាទនិយាយទៅ game ហ្នឹងគឺពិតជាថោកខ្លាំងមែនបាទថោកដោយអាមេទាហានមួយនៅថៃអញបាទអាទាហានថៃឈួតចំពោះ GTA Vice City វិញនៅពេលយើងយកកំភ្លើង Snap ទៅបាញ់ដាក់អ្នកបើក helicopter គឺថា helicopter នោះផ្ទុះតិចបងបាទនិយាយទៅគឺយើងបាញ់តែមិនក្របទេបាទគឺថា helicopter នោះផ្ទុះហ្មងបាទនិយាយទៅគឺពិតជាសាហាវប្រៃសៃខ្លាំងមែនទេបាទគឺថាខុសខៅហ្មងបាទខុសខៅយងខ្នងចំពោះ GTA San Andreas វិញគឺយើងមិនអាចធ្វើការយកកំភ្លើង Snap ទៅបាញ់ដាក់អ្នកបើក helicopter បានឡើយបាទនិយាយទៅគឺពិតជាបាក់ខ្លាំងមែនទេបាទដោយសារតែ helicopter ក្នុង GTA San គឺពិតជារឹងមាំខ្លាំងមែនទេបាទចំពោះ GTA 4 វិញនៅពេលយើងយកកំភ្លើង Snap ទៅបាញ់ដាក់អ្នកបើក helicopter គឺថា helicopter នឹងវាធ្លាក់ចំក្រោមផ្ទុះតិចបងបាទនិយាយទៅនឹងយ៉ាងម៉េចដែរបើអ្នកបើក helicopter ងាប់អីបានអ្នកបើក helicopter មិនត្រូវធ្លាក់ចំក្រោមចំពោះ GTA 5 វិញក៏មានលក្ខណៈដូចនឹង game GTA 4 ផងដែរបាទនិយាយទៅនៅពេលយើងយកកំភ្លើង Snap ទៅបាញ់ដាក់អ្នកបើក helicopter គឺថា helicopter នឹងធ្លាក់ចំក្រោមផ្ទុះតិចបងបាទនិយាយទៅមានអីគ្រាន់តែថាពិបាកបាញ់តិចបាទដោយសារតែអ្នកបើក helicopter ក្នុង GTA 5 វាអត់មានបើកមួយកន្លែងទេបាទវាចេះបើកកិច្ចបាទវាអត់នៅស្ងៀមដូច GTA 4 ទេបាទ GTA 4 ហោះនៅមួយកន្លែងបាទThank you everyone for watching my video and you can support me by QR code bank account. I will save money from supporting to buy GTA 6 in the future. Please help me. នៅក្នុងវីដេអូនេះខ្ញុំបាទនឹងនាំអ្នកនរគ្នាមកធ្វើការទស្សនាអំពីគុកនៅក្នុង game GTA 3 GTA Vice City GTA San Andreas GTA 4 និង GTA 5 ថាតើគុករបស់ game GTA នីមួយៗមានលក្ខណៈខុសគ្នាដូចម្តេចខ្លះ
ជាដំបូងចំពោះ game GTA 3 វិញគឺថា game ហ្នឹងគ្មានគុកឡើយបាទនិយាយទៅសមថាតែ GTA 3 ធម្មតានិង GTA 3 Definitive Edition ទេបាទគឺថាគ្មានទាំងពីរបាទនិយាយទៅពិតជាដូចឈួតខ្លាំងមែនទែនបាទចំពោះ GTA Vice City វិញគឺថា game ហ្នឹងមានគុកបាទប៉ុន្តែគុកក្នុង game ហ្នឹងមានជាគុកធំអីទេបាទថាជាគុកនៅតាមពោះវ៉ាលីបាទអាគុកសម្រាប់ដាក់ជនដែលបង្កបទល្មើសកម្រិតរដ្ឋប្រវេណីបាទឬអាកម្រិតស្រាលបាទដែលត្រូវចាប់គុកក្រមអាទិត្យបាទនិយាយទៅគឺថាគុកហ្នឹងគឺថាទៅតំណងនេះបាទគឺថាមានក្រេសម្រាប់ដេកមានប្រគុណសម្រាប់ជួអាចបាទសំខាន់មាន free អាហារ3ពេលទេបាទអ្នកចង់ទៅអាចមិនទៅបានបាទគឺថា free ទេបាទអត់មានគិតលុយទេបាទចំពោះ GTA San Andreas វិញក៏មានលក្ខណៈដូចនឹង game GTA Vice City ផងដែរបាទគ្រាន់ថាគុកក្នុង game ហ្នឹងគឺថាអត់មានប្រគុណអត់មានក្រេដេកទេបាទនិយាយទៅគឺថាអត់គុណភាពបងបាទហើយមើលទៅការពួកអ្នកចាប់គុកវិញគឺថាជួបប្រេះហុយសាញ់ពីថ្ងៃបាទប៉ុន្តែចំណុចល្អនោះគឺថានៅក្នុងគុកគឺមានអាក្រក់បាទអ្នកគ្នាណាចង់បានអាក្រក់អាចចូលមកក្នុងគុកក្នុង GTA San Andreas បាទអាគុកក្នុងពោះប៉ូលីសបាទអាចចូលមកបាទយកអាក្រក់ពាក់ចំពោះ GTA 4 វិញគឺថា game ហ្នឹងមានគុកបាទដោយគុកនៅក្នុង game ហ្នឹងគឺជាគុកធំបាទមានអាគុកនៅតាមពោះប៉ូលីសទេបាទដោយនៅក្នុងគុកគឺមានអត់ទោសបាទដោយអ្នកទោសពួកអាខ្លះវានាំគ្នាឈរលេងអាខ្លះដេកលេងអាខ្លះឈរជក់បរិយអាខ្លះស្រោចផ្កាអាខ្លះទៀតបោះសារ៉ាំហើយនៅអាខ្លះទៀតវាកយស្លឹកឈើបាទចំពោះ GTA 5 វិញក៏មានគុកផងដែរបាទប៉ុន្តែគុកនៅក្នុង game ហ្នឹងនៅពេលចូលទៅគឺថាគ្មានគ្នាអ្នកទោសឡើយបាទនិយាយទៅគ្មានសំបីតែម្នាក់បាទមានតែឆ្មាំងគុកបាទហើយពួកឆ្មាំងគុកពេលឃើញយើងចូលក្នុងគុកគឺថានាំគ្នាទីកម្លាំងបាញ់យើងមកបាទនិយាយទៅបាញ់យើងសាប់ដូចកន្ទះឡងហ្នឹងបាទដាក់ទូអង់ត្រេវយលើក្រឡសាច់ទេបាទហើយអត់មានអាយុដែរបាទមានក្នុងគុកអត់មានទោសបាទហើយមានឃើញ YouTube បាទតែលេងក៏ផលវីដេអូចូល YouTube អី TikTok អីឃើញមានទោសបាទអត់ដឹងមកហេតុទេបាទតែជាពួកគាត់លេងដាក់ម៉ូតហ្នឹងបាទបើនេះនឹងអាចជួយបង្កើតមានផងបាទឈ្មោះម៉ូតហ្គេមហ្នឹងអាចខមមិនមកអត់មានចង់ដល់លេង Thank you everyone for watching my video តើនឹងមានរឿងអ្វីកើតឡើងនៅពេលដែលយើងគប់ក្របែកចូលទៅក្នុងអាងទឹកនៅក្នុងស៊េរី game GTA 3 GTA Vice City GTA San Andreas GTA 4 និង GTA 5ថាតើក្របបែកនឹងវាអាចមានខ្យល់អំបីមកទៅតួអង្គយើងដែលបណ្ដាតួអង្គយើងស្លាប់ដែរឬទេជាដំបូងចំពោះ game GTA 3 វិញគឺថា game នឹងគ្មានអាងទឹកទេបាទអញ្ចឹងយើងក៏មិនអាចគប់ក្របបែកចូលក្នុងអាងទឹកឡើយបាទដោយសារតួអង្គយើងក៏ខ្លាចទឹកបាទអញ្ចឹងហើយបានក្រុម Rockstar ក៏ដាក់អាងទឹកបាទចំពោះ GTA Vice City វិញនៅពេលយើងគប់ក្របបែកចូលទៅក្នុងអាងទឹកគឺថាក្របបែកវាបានខ្ចាយបែកមកត្រូវតួអង្គយើងបាទប៉ុន្តែតួអង្គយើងក៏បានសាប់ដែរបាទតើយើងគប់ក្របបែកប្រហែល4ដងបានគាត់ងាប់បាទចំពោះ GTA San Andreas វិញក៏មានលក្ខណៈដូចនឹង game GTA Vice City ផងដែរបាទគ្រាន់ថាតួអង្គ CJ យើងក៏រៀងក្រងាប់តិចបាទដោយសារតែ admin បានពាក់អាវក្រោះគាត់បាទអញ្ចឹងហើយរៀងក្រងាប់បាទប៉ុន្តែចំពោះ game GTA 4 វិញនៅពេលយើងគប់ក្របបែកចូលក្នុងអាងទឹកគឺថាតួអង្គយើងក៏ងាប់ឡើយបាទដោយសារតែក្របបែកហ្នឹងវាមិនបានផ្ដល់ផលប៉ះពាល់អ្វីដល់តួអង្គលាយើងឡើយបាទនិយាយទៅតួអង្គយើងឈរធម្មតាបាទប៉ុន្តែបើសិនជាចង់ឲ្យតួអង្គយើងងាប់អ្នកនេះប្រជាគាត់ចូលក្នុងទឹកទៅបាទគឺគាត់ដល់ងាប់ហើយបាទដោយសារក្របបែកនោះវាអាចផ្ទុះសម្លាប់យើងបានបាទចំពោះ GTA 5 វិញនៅពេលយើងគប់ក្របបែកចូលក្នុងអាងទឹកគឺថាក្របបែកវាផ្ទុះបាទហើយវាបានសម្លាប់យើងបាទដោយសារយើងត្រូវបំបីក្របបែកទៀតចំបាទហើយអត់មានអីបកស្រាយចឹងទេបាទតែប៉ុណ្ណេះបាទ Thank you everyone for watching my video. Please don't believe they. តើនឹងមានរឿងអ្វីកើតឡើងនៅពេលដែលយើងយកឡានតកែនៅពេលដែលប៉ូលីសកំពុងតែដេញចាប់យើងនៅក្នុង game GTA 3 GTA Vice City GTA San Andreas GTA 4 និង GTA 5ជាដំបូងចំពោះ game GTA 3 វិញនៅពេលយើងបើកឡានតកែនៅពេលដែលប៉ូលីសដេញចាប់យើងនោះគឺថាប៉ូលីសក៏ចាប់យើងបាទនិយាយទៅក៏លេងស្គាល់យើងបាទគឺថាផ្កាយបាត់ដល់បងបាទនិយាយទៅពិតជាល្អខ្លាំងមែនទេបាទដើម្បីគេចប៉ូលីសបានយើងក៏កែឡានទៅបាទតែមើលឡាននេះដូចមានថ្មីអីសោះបាទនិយាយទៅពណ៌ណត់ដែរបាទគឺយើងជួសជុលទេបាទអានេះដូចមានជាលក្ខណៈកែទេបាទដូចជាលក្ខណៈជួសជុលឯបាទចំពោះ GTA Vice City វិញក៏មានលក្ខណៈដូចនឹង game GTA 3 ផងដែរបាទនិយាយទៅនៅពេលយើងយកឡានតកែនៅពេលដែលប៉ូលីសពឹងតែចាប់យើងនោះគឺថាប៉ូលីសក៏ចាប់យើងដូចគ្នាបាទហើយសូម្បីយើងយកម៉ូតូតកែក៏ដូចគ្នាបាទប៉ូលីសក៏មើលយើងមិនស្គាល់ទេបាទនិយាយទៅប៉ូលីសក្នុង game នោះគ្នាអន់មែនទេបាទចំពោះ GTA San Andreas វិញក៏មានលក្ខណៈដូចនឹង game GTA 3 និង game GTA Vice City ផងដែរបាទនិយាយទៅនៅពេលយើងយកឡានតកែដូរពណ៌នោះគឺថាប៉ូលីសក៏លេងស្គាល់យើងបាទដោយសារតែគាត់មិនអាចកំណត់អត្តសញ្ញាណយើងបានឡើយបាទដោយភាសាអង់គ្លេសគេហៅថា unable to identifyចំពោះ GTA 4 វិញគឺយើងមិនអាចធ្វើការយកឡានតកែបានឡើយបាទនៅពេលដែលប៉ូលីសបើដេញចាប់យើងបាទនិយាយទៅនៅពេលយកតកែគឺថាអ្នកកែឡានវាមិនព្រមកែឡានអញ្ចឹងទេបាទវាថាវាទុកឲ្យប៉ូលីសមកចាប់យើងហ្មងបាទដោយសារវាខ្លាចមានទុនដែរបាទហើយមានណាបាទតួអង្គនីកូយើងក៏ត្រូវបានប៉ូលីសយកកាត់ទោសបាទដាក់ទោសកាត់ដំពងថ្ងៃ3ដងបាទហើយមានណាតួអង្គនីកូយើងគឺពិតជាអង្គនៅខ្លាំងមែនទេបាទហើយពិតជាបាទនេះមាននីកូតារាចម្រៀងទេបាទគឺជានីកូក្នុង game GTA 4 បាទចោលឡានបាទចំពោះ GTA 5 វិញក៏មានលក្ខណៈស្រដៀងនឹង game GTA 4 ផងដែរបាទនិយាយទៅនៅពេលបើកឡានទៅគឺថាម្ចាស់ឡានវាបើកទ្វារយើងចូលហើយបាទចង់យើងក៏ play ដងងឹបក៏វាមិនបោយដែរបាទវាខ្លាចមានទោសដែរបាទអាទោសដំពងថ្ងៃ3ដងដូចតួអង្គនីកូហាកាត់នីកូ3ថ្ងៃបាទ Thank you everyone for watching my video តើនឹងមានអ្វីកើតឡើងនៅពេលដែលយើងយកភ្លើង snap ទៅបាញ់ដាក់ជើងប៉ូលីសនៅក្នុង game GTA 3 GTA Vice City GTA San Andreas GTA 4 និង GTA 5
ជាដំបូងចំពោះ game GTA 3 វិញនៅពេលយើងយកព្រឹស snap ទៅបាញ់ដាក់ជើងប៉ូលីសគឺថាប៉ូលីសនឹងគឺថាកាត់ដួងងាប់បងបាទនិយាយទៅគឺថាអន់ឡាំមែនទេបាទបាញ់ចំជើងសោះងាប់ដែរចំពោះ GTA Vice City វិញក៏មានលក្ខណៈដូចនឹង game GTA 3 ផងដែរបាទនិយាយទៅនៅពេលយើងយកព្រឹស snap ទៅបាញ់ដាក់ជើងគាត់គឺថាងាប់ដូចគ្នាបាទបាញ់ញ៉ាំក្របទេបាទងាប់ដែរបាទចំពោះ GTA San Andreas វិញក៏មានលក្ខណៈដូចនឹង game GTA 3 និង game GTA Vice City ផងដែរបាទនិយាយទៅប៉ូលីសក្នុង game ហ្នឹងគឺថាអន់ដូចគ្នាបាទចំពោះ GTA 4 វិញនៅពេលយើងយកព្រឹស snap ទៅបាញ់ដាក់ជើងប៉ូលីសគឺថាប៉ូលីសគាត់ងាប់ទេបាទនិយាយទៅយើងបាញ់ពីគ្រាប់បាទមិនគាត់ងាប់បាទហើយយល់ល្អបើចោលគាត់ងាប់លឿនតោះយើងបាញ់យកក្បាលបាទបានងាប់លឿនដល់បាទមានអីសំណំដែរតើចំពោះ GTA 5 វិញនៅពេលយើងយកព្រឹស snap ទៅបាញ់ដាក់ជើងប៉ូលីសគឺថាប៉ូលីសគាត់ងាប់ទេបាទសំខាន់គាត់អាចបាញ់តដែរយើងវិញបានផងដែរបាទគាត់ថាគាត់អាចដើរបានទេបាទយកគាត់ដេកបាញ់យើងបាទដោយសារគាត់បាក់ជើងបាទហើយបើយើងចោលគាត់ឆាប់ងាប់យើងបាញ់គាត់ស្លាប់ចោលទៅបាទនិយាយទៅយើងត្រូវការប្រើប្រាស់គាត់ភ្លើងពីគ្រាប់ដូចគ្នាបាទឬមួយក៏យើងមិនបាញ់គាត់ក៏បានបាទនិយាយទៅគាត់ចោលទីទៅបាទប្រហែលយើងយូរតិចគាត់ងាប់ឯបាទដោយសារគាត់ហូរឈាមអស់ពីខ្លួនបាទ Thank you everyone for watching my video តើនឹងមានអ្វីកើតឡើងនៅពេលដែលយើងយកឡានប្លុកគី20ទៅបាញ់ទឹកដល់ NPC នៅក្នុង game GTA 3 GTA Vice City GTA San Andreas GTA 4 និង GTA 5ថាតើពួកគេនឹងកើតមានព្រឹត្តិកម្មអ្វីខ្លះជាដំបូងចំពោះ game GTA 3 វិញនៅពេលយើងយកឡានប្លុកគី20ទៅបាញ់ទឹកដល់ NPC គឺថា NPC អត់មានព្រឹត្តិកម្មទេបាទនិយាយទៅធម្មតាណាសំខាន់ NPC ក្នុង game ហ្នឹងគឺថាអន់ឡាំទេបាទគ្រាន់តែយើងបាញ់ទឹកដាក់សោះងាប់ដែរបាទគឺថាអន់ឡាំទេចំពោះ GTA Vice City វិញក៏មានលក្ខណៈដូចនឹង game GTA 3 ផងដែរបាទគ្រាន់ថា NPC ក្នុង game ហ្នឹងវាត្រូវទឹកវាចេះងាប់ទេបាទនិយាយទៅខ្លាំងជាង game GTA 3ចំពោះ GTA San Andreas វិញ NPC ក្នុង game ហ្នឹងក៏មានលក្ខណៈដូចនឹង game GTA 3 និង game GTA Vice City ផងដែរបាទនិយាយទៅពួកគាត់ចូលចិត្តគេបាញ់ទឹកដាក់គាត់ដូចគ្នាបាទដោយសារតែពួកគាត់ស្អប់ការរងចាំចំពោះ GTA 4 វិញនៅពេលយើងបើកឡានប្លុកគេ20ទៅបាញ់ទឹកដល់ NPC គឺថាពួកនឹងមានព្រឹត្តិកម្មខ្លាំងមែនទែនបាទដោយពួកខ្លះវាបានរត់បាទហើយខ្លះទៀតបានវាយយើងបាទគ្នាវាពីអ្នកព្រោះបីតួនីកូយើងមកបាទហើយតួនីកូយើងពេលគាត់ត្រូវបានគេវាយដូច្នោះគាត់ក៏បានរត់ឲ្យកម្មករសំណងនៅក្បែរនឹងជួយបាទហើយពូកម្មករសំណងគាត់ក៏បានជួយវាយនីកូផងដែរបាទប៉ុន្តែគាត់មិនអាចយកឈ្នះពីនឹងបានឡើយបាទដោយគាត់ត្រូវបានពីនឹងវាយរហូតដល់ស្លាប់បាទចំណែកតួនីកូយើងពេលឃើញដូច្នោះគាត់ក៏បានដកក្បិតចាក់ពីនឹងមកបាទអាណានៅទៅងាប់អីគាត់ក៏បានដកភ្លើងបាញ់ស្លាប់វាថែមបាទដើម្បីពួកនឹងប្រកបដោយសុវត្ថិភាពចំពោះ GTA 5 វិញក៏មានលក្ខណៈដូចនឹង game GTA 4 ផងដែរបាទនិយាយទៅនៅពេលយើងបើកឡានប្លុកគេ20ទៅបាញ់ទឹកដល់ NPC គឺថា NPC ខ្លះបានរត់បាទនិយាយទៅពួកនឹងមើលទៅដូចដែលស្គាល់ចូលឆ្នាំហ្នឹងបាទដូចខ្លាចទឹកមិនទេបាទប៉ុន្តែក៏មានពួកខ្លះវាក៏បានវាយយើងផងដែរបាទដោយវាបានមកធ្វើការវាយទៅអន្តរជាតិដែលក្មេងតូចបាទប៉ុន្តែជាសំឡងអភ្លាមនោះស្រាប់ក៏មានក្រុមបងបងអ្នកសង្គ្រោះបន្ទាន់គាត់ក៏បានឃើញបាទដោយគាត់បានធ្វើអន្តរាគមន៍បានវាយអាកថាដែលជាមេគេនឹងឲ្យស្លាប់បងបាទចំណែកអាពួកវាពីនេះទេវាឃើញឆ្នោវាក៏បានរត់គេខ្លួនទៅបាទចំណែកខាងបងអ្នកសង្គ្រោះបន្ទាន់នៅពេលគាត់បានបញ្ចប់ភារកិច្ចជួយ Trevor នោះគាត់ក៏បានទៅបន្តភារកិច្ចរបស់គាត់ទៀតបាទដោយធ្វើការសង្គ្រោះអ្នកជំងឺបាទ Thank you everyone for watching and happy Khmer New Year តើនឹងមានអ្វីកើតឡើងនៅពេលយើងទៅបង្ករឿងនៅក្នុងក្លឹបនៅក្នុងស៊េរី game GTA 3 GTA Vice City GTA San Andreas GTA 4 និង GTA 5ជាដំបូងចំពោះ game GTA 3 វិញគឺថា game នោះអត់មានក្លឹបសម្រាប់យើងចូលទៅបង្ករឿងទេបាទនិយាយទៅ game នោះគឺជា game ថោកទាបចំពោះ GTA Vice City វិញនៅពេលយើងចូលទៅបង្ករឿងនៅក្នុងក្លឹបដូចជាដល់វាយគេវាយឯងនោះគឺថាពួកសំសុកយាមក្លឹបពួកវានៅគ្នាវាយយើងបងបាទនិយាយទៅគ្នាវាពីអ្នកព្រួតវាយយើងបងបាទវាយឲ្យយើងងឹបរួចទេបាទនិយាយទៅយើងឈោបានតិចវាយយើងដួលវិញឈោដួលនិយាយទៅបងនេះក្បែរថោកទាបជាម៉ៃសំខាន់ NPC ក្នុងក្លឹបហ្នឹងពេលគេវាយគ្នាពួកហ្នឹងរំធ្វើមិនដឹងបាទនិយាយទៅនឹងពួកវាស្អីទេបាទពួកហ្នឹងអារម្មណ៍វាប្រហែលអារម្មណ៍រងលួចតាមភ្លេងគេវាយគ្នាមិនពួកអត់ខ្វល់ដែរចំពោះ GTA San Andreas វិញនៅពេលយើងយកទៅបង្ករឿងក្នុងក្លឹបគឺថាគ្មានអាគេធ្វើអីយើងទេបាទនិយាយទៅគ្មានសន្តិសុខគ្មានប៉ូលីសណាចូលមកចាប់យើងទេបាទនិយាយទៅចង់យើងយកកំភ្លើងបាញ់ស្លាប់ប្រជាជនក្នុងក្លឹបហ្នឹងក៏មានណាធ្វើអីយើងដែរបាទនិយាយទៅមានបញ្ហាទេបាទដោយសារប៉ូលីសមិនអាចចូលក្នុងក្លឹបបានទេបាទចំពោះ GTA 4 វិញនិយាយទៅមិនច្រើនទេ game GTA 4 ហ្នឹង game ហ្នឹងគឺជា game ថោកទាបដោយសារ game ហ្នឹងអត់មានក្លឹបទេបាទចំពោះ GTA 5 វិញក៏ជា game ថោកទាបផងដែរបាទនិយាយទៅ game ចង់ 100G ជាងអត់មានក្លឹបបាទមានអាបាសំខាន់យើងមិនអាចបង្ករឿងក្នុងបារបានទៀតបាទប៉ុន្តែយើងអាចទៅវាយសំសុកយើងបារបានបាទ Thank you everyone for watching តើនឹងមានអ្វីកើតឡើងនៅពេលដែលយើងវាយឡានរបស់យើងនៅចំពោះមុខប៉ូលីសនៅក្នុងស៊េរី game GTA ទាំង5នេះជាដំបូងចំពោះ game GTA 3 វិញគឺយើងមិនអាចធ្វើការវាយឡានរបស់យើងបានទេបាទហើយប៉ូលីសគាត់ខ្វល់ពីយើងទេបាទគាត់ដល់មិនដឹងហើយដោយសារតែប៉ូលីសគាត់ធ្វើច្រើបង្រើកតាយមួយតួអង្គយើងតួអង្គ Cloud យើងគាត់ក៏បានវាយប៉ូលីសវិញទៅបាទវាយស្លាប់ចោលចំពោះ game GTA Vice City វិញនៅពេលដែលយើងវាយឡានរបស់យើងគឺថាប៉ូលីសចំលើឡានដេញវាយយើងផងបាទចំពោះ GTA San Andreas វិញនៅពេលដែលយើងវាយឡានរបស់យើងចំពោះមុខប៉ូលីសគឺថាប៉ូលីសរត់វាយយើងផងបាទនិយាយទៅឡានរបស់យើងសោះគាត់មិនចេះដឹងដែរធ្វើដូចឡានគាត់ចឹងមិនណាជាវាយវិញវាយផងទឹកផងបកាច់ងាត់បាត់ចំពោះ GTA 4 វិញនៅពេលយើងវាយឡានរបស់យើងចំពោះមុខប៉ូលីសគឺថាប៉ូលីសអត់មានធ្វើអីទេបាទនិយាយទៅអត់ខ្វល់មានឡានគាត់ផងប៉ុន្តែនៅពេលយើងវាយយូរពេកគឺថាគាត់មកចាប់យើងបាទដោយសារគាត់ឆ្លងយើងវាយឡានកុំនៅស្គៀមអញបែរផ្លូវឡើយច
ចំពោះ GTA 5 វិញនៅពេលយើងវាយឡានរបស់យើងនៅចំពោះប៉ូលីសគឺថាប៉ូលីសមានទីកំភ្លើងភ្ជុំជើងបងបាទនិយាយទៅប៉ូលីសមកចង់អត់ទីក្រុងបាទមកភ្ជុំយើងបាទធ្វើឲ្យយើងនៅអក្រិតជនគេជួញដូរមនុស្សភេរវកម្មភេរវកអក្រិតកម្មអញ្ចឹងបាទអក្រិតកម្មសង្គ្រាមហ្នឹងបាទមកបាទធ្វើដូចរឿងអាលំដាប់អស់ហ្នឹងហងហើយយើងត្រូវបានប៉ូលីសចាប់គាត់ខ្លួនបាទគាត់ខ្លួនយើងទៅកាត់ទោសដាក់គុកអស់មួយជីវិត Thank you everyone for watching តើនឹងមានអ្វីកើតឡើងនៅពេលដែលយើងបើកម៉ូតូទម្លាក់ទៅលើស្ពានអាកាសឬស្ពាននៅក្នុងស៊េរីហ្គេម GTA ទាំង5នេះជាដំបូងចំពោះហ្គេម GTA ស៊េរីវិញគឺថាហ្គេមហ្នឹងអត់មានម៉ូតូសម្រាប់យើងបើកទម្លាក់លើស្ពានទេបាទគឺថាហ្គេមហ្នឹងអត់មែនទេបាទចំពោះ GTA Vice City វិញនៅពេលយើងបើកម៉ូតូទម្លាក់លើស្ពានអាកាសគឺថាមានផលប៉ះពាល់អ្វីដល់តួអង្គយើងទេបាទនិយាយទៅសារស្ពានអាកាសក្នុងហ្គេម GTA Vice City មានកម្ពស់ទាបពេកបាទចំពោះ GTA San Andreas វិញនៅពេលយើងបើកម៉ូតូទម្លាក់លើស្ពានអាកាសគឺថាតួអង្គយើងមានបញ្ហាឈឺអីទេបាទនិយាយទៅសំបីអាស្រ័យអ៊ុយម៉ាត់ក៏គ្មានដែរបាទមិនអស់ចិត្តតែមានក៏បានបើកម៉ូតូទម្លាក់លើស្ពានអាកាសដែលខ្ពស់ជាងគេក្នុង GTA San ផងដែរបាទគឺថាតួអង្គយើងគ្មានបញ្ហាទេបាទនិយាយទៅអាចបើកម៉ូតូដើរលេងបានធម្មតាអាម៉ាជិះម៉ូតូឯងមិនភ័យទេអាចចាំព្រួយទៅចំពោះ GTA 4 វិញនៅពេលយើងបើកម៉ូតូទម្លាក់លើស្ពានអាកាសគឺថាតួអង្គយើងមានបញ្ហាទេបាទនិយាយទៅឆ្លៀតប្រហោះម៉ូតូបានទេបាទនិយាយទៅអេមិនលេងបាទតួអង្គនីកូយើងចំពោះ GTA 5 វិញនៅពេលយើងបើកម៉ូតូទម្លាក់លើស្ពានអាកាសគឺថាតួអង្គ Trevor យើងគាត់ដួលម៉ូតូហើយអស់ឈាមពាក់កណ្ដាលបាទប៉ុន្តែមិនងាប់ទេបាទដោយសារតែគាត់ពាក់មួកសុវត្ថិភាពអញ្ចឹងអ្នកនរគ្នាបើចង់បើកម៉ូតូទម្លាក់លើស្ពានអីអ្នកអាចពាក់មួកសុវត្ថិភាពបានបាទវាអាចជួយការពារជីវិតរបស់អ្នកនរគ្នា Thank you everyone for watching តើនឹងមានអ្វីកើតឡើងនៅពេលយើងយកកំភ្លើង Sniper ទៅ Snap ដាក់ប៉ូលីសដែលកំពុងតែបើកឡាននៅក្នុងស៊េរីហ្គេម GTA ទាំង5នេះជាដំបូងចំពោះហ្គេម GTA 3 វិញនៅពេលយើងយកកំភ្លើង Sniper ទៅ Snap ដាក់ប៉ូលីសដែលកំពុងតែបើកបនក្នុងឡាននោះគឺថាប៉ូលីសគាត់មានប្រតិកម្មទេបាទនិយាយទៅអង្គុយក្នុងឡានធំដឹងហ្មងបាទហើយនៅពេលយើងបាញ់គាត់គឺថាគាត់អត់អីទេបាទវាអត់ស្លាប់ទេបាទដោយសារតែគ្រាប់កំភ្លើងរបស់យើងមិនអាចទម្លុះកញ្ចក់ឡានរបស់ប៉ូលីសបានឡើយបាទហើយគាត់ក៏បានចុះលើឡានរបស់យើងបាទសំខាន់គាត់ឃើញគាត់យកក្បាលអុកក្បាលយើងរហូតបាទទៅប្រហែលជាគាត់រៀនវិជ្ជាក្បាលដែរពីប៉ាសលិញហ្នឹងបាទសំខាន់វិញខ្ញុំអស់ចិត្តគាត់ក៏បានទៅវាយស្លាប់ប្រជាជនផងដែរបាទហើយសម្រាប់ខ្ញុំពេលឃើញរឿងអយុត្តិធម៌ដូច្នោះខ្ញុំក៏បានយកកំភ្លើង M16 បាញ់គាត់ស្លាប់ចោលដែរបាទដើម្បីសងសឹកជូនប្រជាជនចំពោះ GTA Vice City វិញគឺមានលក្ខណៈស្តៀងនឹងហ្គេម GTA 3បាទនិយាយទៅនៅពេលយើងយកកំភ្លើងភ្ជុងប៉ូលីសគឺថាប៉ូលីសគាត់មានតែអីទេបាទគាត់អត់ខ្វល់ហ្មងបាទសំខាន់មើលទៅមុខប៉ូលីសគឺថាដូចគ្រូម៉ៅចាក់ខ្វាញ់មែនទេបាទនិយាយទៅដូចហ្មងបាទហើយនៅពេលយើងបាញ់គាត់គឺថាគាត់ដាច់កស្លាប់ហ្មងបាទនិយាយទៅពិតជាសាហាវព្រៃផ្សៃយកក្នុងមែនបាទចំពោះ GTA San Andreas វិញនៅពេលយើងយកកំភ្លើង Sniper ទៅ Snap ដាក់ប៉ូលីសដែលកំពុងតែបើកបរក្នុងឡាននោះគឺថាប៉ូលីសគាត់មានប្រតិកម្មទេបាទនិយាយទៅធម្មតាប៉ុន្តែមិនដឹងអីផងស្រាប់តែមានពួកអលុកគ្រឿងញៀនទៅបានយកកំភ្លើងបាញ់ប៉ូលីសបាទប៉ូលីសពេលឃើញដូច្នោះគាត់ក៏បានចុះលើឡានដកភ្លើងបាញ់តដៃវិញបាទចំណែកអលុកគ្រឿងញៀនពេលឃើញដូច្នោះវាក៏បានរត់គេខ្លួនបាទចំណែកប៉ូលីសពេលឃើញដូច្នោះគាត់ក៏បានខឹងក្តៅរលាយ៉ាងខ្លាំងបាទហើយគាត់ក៏បានបលាប់ដេញតាមចាប់នេះលោកគ្រឿងញៀនបាទប៉ុន្តែនៅពេលមានទៅតាមមើលហេតុការណ៍បន្តគឺថាប៉ូលីសត្រូវបាននេះលោកគ្រឿងញៀនបាញ់ស្លាប់ចោយបាទចំណែកមានពេលឃើញរឿងកំសត់ដូច្នោះខ្ញុំក៏បានដកកំភ្លើងបាញ់ស្លាប់វាវិញបាទសងសឹកជូនប៉ូលីសនិយាយទៅហេតុការណ៍នេះកំសត់ជាងជប៉ុននេះបាទចំពោះ GTA 4 វិញនៅពេលយើងយកកំភ្លើង Sniper ទៅ Snap ដាក់ប៉ូលីសគឺថាប៉ូលីសក៏បានចុះលើឡានទីកំភ្លើងមកភ្ជុំយើងមកបាទហើយគាត់ក៏បានបាញ់គ្រាមយើងមកដែរបាទបើយើងទម្លាក់បត់ចុះប្រកួតខ្លួនឲ្យគាត់ហើយជាចុងក្រោយតួអង្គនីកូយើងក៏បានប្រកួតខ្លួនឲ្យប៉ូលីសចាប់តាមប្រពៃណីនិងទំនៀមទម្លាប់បាទចំពោះ GTA 5 វិញនៅពេលយើងយកកំភ្លើង Sniper ទៅ Snap ដាក់ប៉ូលីសដែលកំពុងនៅក្នុងឡាននោះគឺថាប៉ូលីសគាត់បានចុះលើឡានដកកំភ្លើងបាញ់យើងមកបាទហើយមិនអស់ចិត្តគាត់ក៏បានហៅកម្លាំងជំនួយមកបន្ថែមផងដែរបាទដើម្បីជួយគ្នាបាញ់ស្លាប់ Trevor បាទប៉ុន្តែពួកប៉ូលីសមិនអាចបាញ់ស្លាប់ Trevor បានឡើយបាទដោយសារតែ Trevor គាត់មានអាវក្រោះរបស់ចំវិតបាទពាក់ខាងខ្លួនដោយអាវក្រោះហ្នឹងគឺជារ៉ូបដេកយប់បាទដែលគាត់ទិញមកពីប្រទេសជប៉ុនបាទហើយដោយសារតែប៉ូលីសបាញ់គាត់ខ្លាំងពេក Trevor គាត់ក៏បានបាញ់តដៃមួយប៉ូលីសវិញផងដែរបាទ Thank you everyone for watchingនៅក្នុងវីដេអូនេះខ្ញុំបាទនឹងមកបង្ហាញពីសកម្មភាពរបស់ក្រុមអ្នកសង្គ្រោះបន្ទាន់ធ្វើការជួយសង្គ្រោះអ្នករបួសឬអ្នកជំងឺនៅក្នុងស៊េរីហ្គេម GTA ទាំង5នេះជាដំបូងចំពោះហ្គេម GTA 3វិញខ្ញុំបានឃើញថាក្រុមអ្នកសង្គ្រោះបន្ទាន់គេគឺប្រកបដោយឡានគ្រូច្បាប់ទេបាទសំខាន់ចុះលើឡានមករបូតតួអង្គខ្លោចទៀតបាទហើយមើលទៅការជួយសង្គ្រោះរបស់គាត់ដូចជាមិនទេបាទអាអ្នកជំងឺដែលជិតងាប់ហូរឈាមលហាមគាត់ទៅធ្វើ CPR ឲ្យគេសង្កត់ទ្រូងដូចលងទឹកវិញបាទតែមិនអីការធ្វើអញ្ចឹងគឺថាអាចជួយឲ្យអានេះជំងឺរងាប់នោះរលវិញបានដែរបាទនិយាយទៅគុណភាពបងបាទចំពោះ GTA Vice City វិញក៏មានលក្ខណៈដូចនឹង game GTA 3ផងដែរបាទនិយាយទៅគុណភាពដូចគ្នាបាទគ្រាន់ថាក្រុមអ្នកសង្គ្រោះបន្ទាន់ក្នុង GTA Vice City ពួកនឹងឆ្លៃមែនទេបាទលេងទៅវិញបើកឡានគេឡានរបស់ Tommy បងបាទមិនដែរតែជ្វាចំណែកតួអង្គ Tommy វាឃើញគាត់បានខឹងក្តៅរៀងក្នុងខ្លួនយ៉ាងខ្លាំងបាទហើយគាត់ក៏បានបើកឡានបាញ់ពួកហ្នឹងក៏បាទដើម្បីរំសាយកំហឹងរបស់គាត់ចោលចំពោះ GTA San Andreas វិញគឺថាក្រុមអ្នកសង្គ្រោះបន្ទាន់គេដូចមិនទេបាទនិយាយទៅលេងបើកឡានមកកិនអ្នករបួសយកបដ ாய் ពួកនេះវាមិនមែនមកជួយសង្គ្រោះអ្នករបួសទេវាមកសម្រាប់អ្នករបួសថែមបដ ாய் និយាយទៅពួកនេះមិនដឹងវាជួយអស់មកកញ្ចប់ទេបានជាមកបែកអញ្ចឹងចំពោះ GTA 4 វិញគឺថាកាន់តែខ្លាំង GTA 3ទេបាទនិយាយទៅ GTA 3លេងបើកឡានគេនៅជំងឺដល់ពេល GTA 4ពួកវាលេងបើកឡានបុកយើងយកបដ ாய் និយាយទៅពួកនេះមិនមែនមកព្យាបាលអ្នករបួសទេវាមកបំផ្លាញបដ ாய் និយាយទៅដូចឈ្មោះវាពីឈ្មោះក្រុមអ្នកសង្គ្រោះបន្ទាន់ទៅជាក្រុមអ្នកបំផ្លាញសម្បត្តិសាធារណៈបន្ទាន់ទៅសំជាងបើធ្វើការដូចអាច
ចំពោះ GTA 5 វិញមានលក្ខណៈរៀងត្រឹមត្រូវជាងគេបន្តិចបាទដោយសារតែក្រុមអ្នកស្រួលមិនទាន់គាត់បើកឡានចេះគ្រប់ច្បាប់បាទនិយាយទៅបើយឺតទេបាទ100 km ក្នុងម៉ោងហើយមើលទៅការធ្វើការងាររបស់គាត់ក៏ល្អដែរបាទប៉ុន្តែជាមួយវិជ្ជមានវិញនៅពេលយើងរបបគាត់វាយយើងបាទនិយាយទៅគ្នាគាត់ពីរនាក់ព្រោះវាយយើងមួយផងបាទប៉ុន្តែក៏មិនអាចយកឈ្នះជាងបានទេបាទដោយសារយើងគឺជាត្រីវ៉ូបាទហើយស្រាប់ហើយត្រីវ៉ូមានណាគេវាយឈ្នះគាត់ទេ Very slow, Cassandra. Can we get moving, please? Fucking shit! Holy shit! Not me! Thank you everyone for watching តើនឹងមានអ្វីកើតឡើងនៅពេលដែលយើងឲ្យតួអង្គនៅក្នុង game GTA 3 GTA Vice City GTA San Andreas GTA 4 និង GTA 5 ជួបឆ្នាំហើយបែកថាតើពួកគេសម័យឃើញអ្វីជាដំបូងចំពោះ game GTA 3 វិញនៅពេលយើងជួបឆ្នាំគឺថា slow motion បងបាទនិយាយទៅពេលវេលាដ៏យឺតបាទសំបីតួអង្គយរត់ក៏មួយដែរបាទហើយនៅពេលឡានបើកក៏បើកមួយដែរបាទនៅពេលយើងបាញ់គ្នាក៏បាញ់មួយដែរបាទសំបីតែ NPC ងាប់ក៏ងាប់មួយដែរបាទនិយាយទៅមួយគ្រប់យ៉ាងបាទមួយចំពោះ GTA Vice City វិញក៏មានលក្ខណៈដូចនឹង game GTA 3ផងដែរបាទនិយាយទៅនៅពេលយើងជួបឆ្នាំគឺថា slow motion ដូចគ្នាបាទមួយដូចគ្នាប៉ុន្តែអាមួយនេះឡាមួយមានកម្លាំងខ្លាំងបាទនិយាយទៅវាយកម្ដេញក៏បាទនិយាយទៅអានេះខ្លាំងជាង Saitama ក្នុងរឿង One Punch Man ទៀតចំពោះ GTA San Andreas និង GTA 4 វិញគឺថា game GTA ទាំងពីរហ្នឹងយើងមិនអាចប្រើប្រាស់គ្រឿងញៀនឬក៏ជក់ឆ្នាំបានទេបាទដោយសារ game ហ្នឹងគឺជា game ត្រឹមត្រូវនិយាយទៅល្អម្យ៉ាងដែរអត់មានពេលលាអាវ៉ាសែដូច GTA 3 GTA Vice City ចំពោះ GTA 5 វិញតួអង្គដែលប្រើប្រាស់គ្រឿងញៀនបានគឺមាន Trevor ទេបាទហើយ Trevor នៅពេលគាត់បែកឆ្នាំគឺថាគាត់ខ្លាំងទេបាទយកទៅហៅគាត់ខុសផងបាទមនុស្សធម្មតាពេលបែកឆ្នាំគឺញញម្នាក់ឯងឈ្គប់ម្នាក់ឯងធ្វើកាយវិការចម្លែកម្នាក់ឯងអញ្ចឹងទៅតែបើចំពោះ Trevor វិញនៅពេលគាត់បែកឆ្នាំគឺថាគាត់លេងយកកំភ្លើង AK ទៅបាញ់គ្នាមួយពួកជាងការមកបាទហៅពួក gangster សំខាន់មើលការបាញ់គ្នាគាត់គឺថាសាហាវជាងរឿងចំទៀតរឿងចិនហុងកុងទេបាទទៅសាហាវក៏ខុសជាងម៉ែ Thank you everyone for watching តើនឹងមានអ្វីកើតឡើងនៅពេលយើងបើកម៉ូតូចូលទៅក្នុងហាងលក់កាភ្លើងនៅក្នុងស៊េរី game GTA 3 GTA Vice City GTA San Andreas GTA 4 និង GTA 5ជាដំបូងចំពោះ game GTA 3 វិញគឺយើងមិនអាចបើកម៉ូតូចូលទៅក្នុងហាងលក់កាភ្លើងបានទេបាទដោយសារតែ game ហ្នឹងគ្មានម៉ូតូយើងជិះទេបាទនិយាយទៅ game ហ្នឹងអត់កណ្ដាលបងបាទចំពោះ GTA Vice City វិញគឺយើងអាចធ្វើការបើកម៉ូតូចូលទៅក្នុងហាងលក់កាភ្លើងបានបាទហើយនៅលក់កាភ្លើងក៏អត់មានធ្វើអីយ៉ាងទេបាទនិយាយទៅឈោមើលមុខយន្តធំដឹងហ្មងបាទចង់យើងប្រឆាំងម៉ូតូប្រហុយសែងដាក់គាត់ធំដឹងទេបាទនិយាយទៅគាត់ពិតជាមានចិត្តធ្ងន់ខ្លាំងទេបាទគេហៅមនុស្សជាអត់ធ្មត់បាទចំពោះ GTA San Andreas វិញគឺយើងមិនអាចធ្វើការបើកម៉ូតូចូលហាងលក់កាភ្លើងបានទេបាទបើយើងចង់ចូលតើយើងដើរធម្មតាចូលមិនចូលបានបាទចំពោះ GTA 4 វិញក៏យើងមិនអាចធ្វើការបើកម៉ូតូចូលហាងលក់កាភ្លើងបានផងដែរបាទនិយាយទៅហ្គេមហ្នឹងស្អីក៏មិនកើតទេបាទហ្គេមហ្នឹងហ្គេមកថោអាចបាទចំពោះ GTA 5 វិញគឺយើងអាចធ្វើការបើកម៉ូតូចូលហាងលក់កាភ្លើងបានបាទហើយនៅពេលយើងបើកម៉ូតូចូលហាងលក់កាភ្លើងឆ្នោតគឺថាពូអ្នកលក់កាភ្លើងគាត់បានយកកាភ្លើងបាញ់យើងមកបាទនិយាយទៅបាញ់ស្លាប់ជាប់មកបាទប៉ុន្តែគាត់មិនអាចបាញ់ Trevor ស្លាប់បានទេបាទដោយសារ Trevor ក៏បានពីអោក្រជិត80ជាន់បាទអញ្ចឹងហើយ Trevor គាត់បាញ់ពូលក់កាភ្លើងស្លាប់ជាប់វិញទៅបាទដោយសារធុញនឹងគាត់ពេកបាទគាត់បាញ់ច្រើនក្របពេក Thank you everyone for watching តើនឹងមានអ្វីកើតឡើងនៅពេលយើងបើកឡានប្រលអគារ20ទៅបាញ់ទឹកដាក់ប៉ូលីសនៅក្នុងស៊េរី game GTA 3 GTA Vice City GTA San Andreas GTA 4 និង GTA 5ជាដំបូងចំពោះ game GTA 3 វិញនៅពេលយើងបើកឡានប្រលអគារ20ទៅបាញ់ទឹកដាក់ប៉ូលីសគឺថាប៉ូលីសគាត់មានតែយើងទេបាទគាត់យើងទៅវាយគាត់បានហើយបាទបើយើងវាយគាត់វាយតដៃយើងវិញបាទគាត់បើឈ្នះយើងគាត់ដកភ្លើងបាញ់យើងស្លាប់ចងបាទនិយាយទៅថោកទៀមទេបាទចំពោះ GTA Vice City វិញក៏មានលក្ខណៈដូចនឹង game GTA 3 ផងដែរបាទនិយាយទៅប៉ូលីសគាត់មានតែអីយ៉ាងទេបាទយើងចង់បាញ់ទឹកដាក់គាត់អស់ចង់ប្រហែល 1000 លីត្រទៀតក៏គាត់មានតែអីយ៉ាងទេបាទនិយាយទៅល្អមែនទេបាទចំពោះ GTA San Andreas ក៏មានលក្ខណៈដូចគ្នាផងដែរបាទនិយាយទៅនៅពេលយើងបាញ់ទឹកដាក់ប៉ូលីសគាត់ថាប៉ូលីសគាត់មានតែអីយ៉ាងទេបាទសំខាន់មើលទឹកក្នុង GTA 3ដូចសទឹកកាំមិនទេបាទនាងមើលទៅចំពោះ GTA 4 វិញគឺថា game ហ្នឹងគ្មានឡានប្រលអគារ20ទេបាទនិយាយទៅ game ហ្នឹងពេលមានហេតុការណ៍អគារ20កើតឡើងគឺថាគ្មានឡានប្រលទេបាទនិយាយទៅ game ហ្នឹង game កមួតឆ្កែបងបាទចំពោះ GTA 5 វិញនៅពេលយើងបើកឡានប្រលអគារ20បាញ់ទឹកដាក់ប៉ូលីសគឺថាប៉ូលីសគាត់បានដកភ្លើងបាញ់យើងមកបាទនិយាយទៅដូចគាត់ដូចមិនទេបាទក្រោយយើងបាញ់ទឹកដាក់សោះគាត់បាញ់យើងទេបាទប៉ូលីសក្នុង GTA 5គឺថាចរិតគឺថាដូចក្មេងពីរអញ្ចឹងឯងបាទហើយប៉ូលីស GTA 5ថាអន់ទេបាទពួកហ្នឹងក្រោយយើងបាញ់ទឹកដាក់សោះងាប់ដែរបាទនិយាយទៅពួកហ្នឹងវាអន់ទេបាទ Thank you everyone for watching នៅក្នុងវីដេអូនេះខ្ញុំបាទសូមមកធ្វើការប្រៀបធៀបអានុភាពរបស់រថក្រោសនៅក្នុង game GTA 3 GTA Vice City GTA San Andreas GTA 4 និង GTA 5តើមួយណាមានអានុភាពខ្លាំងជាងគេជាដំបូងចំពោះ game GTA 3 វិញយើងបានឃើញថារថក្រោសក្នុង game ហ្នឹងមានលក្ខណៈដូចជារថក្រោសក្នុងសម័យសង្គ្រាមលោកទី2អញ្ចឹងបាទគឺថាវាជារថក្រោសសេរីចាប់បាទប៉ុន្តែយើងអាចបើកលេងបានបាទយើងចង់បាញ់កំភ្លើងធំក៏បានដែរបាទប៉ុន្តែចំពោះចំណុចអាក្រក់របស់វានោះគឺថាប៉ូលីសអាចចាប់យើងបានបាទបើទោះបីយើងនៅក្នុងក្រោសក៏ដោយបាទនិយាយទៅរថក្រោសក្នុង game ហ្នឹងគ្មានគ្រឹះទេបាទចំពោះរថក្រោសនៅក្នុង game GTA Vice City វិញក៏មានលក្ខណៈដូចនឹង game GTA 3 ផងដែរបាទនិយាយទៅអេតចាយសពីសម័យសង្គ្រាមលោកទី2ដូចគ្នាបាទហើយអានុភាពរបស់វាក៏មានលក្ខណៈដូចនឹង game GTA 3 ផងដែរបាទហើយអ្វីកាន់តែដូចនោះគឺថារថក្រោសហ្នឹងគ្មានគ្រឹះដូចគ្នាបាទនិយាយទៅប៉ូលីសអាចចាប់យើងបានដូចគ្នាបាទនិយាយទៅមិនប្រែប្រួលសោះបាទ
ចំពោះ GTA San Andreas វិញរកក្នុងហ្គេមហ្នឹងគឺជារកទំនើបបាទដែលជាប្រភេទ M1 Tank របស់សហរដ្ឋអាមេរិកបាទដោយវាមានសមត្ថភាពអាចបាញ់ Helicopter បានបាទប៉ុន្តែរកហ្នឹងក៏គ្មានដូចគ្នាផងដែរបាទនិយាយទៅប៉ូលីសអាចចាប់យើងបានដូចគ្នាបាទនិយាយទៅឆ្កែសពរយចំពោះ GTA 4 វិញគឺថាហ្គេមហ្នឹងគ្មានរកទេបាទមានតែ APC បាទឬស្រុកខ្ញុំគេហៅថា Ascot បាទនិយាយទៅហ្គេមហ្នឹងជាហ្គេម Private បាទ Solo 10បាទចំពោះ GTA 5 វិញរកក្នុងហ្គេមហ្នឹងគឺមានលក្ខណៈដូចនឹងហ្គេម GTA San Andreas បាទនិយាយទៅជាប្រភេទ M1 Tank ដូចគ្នាបាទហើយសូម្បីតែអនុភាពក៏មានលក្ខណៈដូចនឹងហ្គេម GTA San Andreas ផងដែរបាទនិយាយទៅយើងអាចបាញ់ទម្លាក់ Helicopter បានបាទហើយនិយាយទៅដូចគ្នាសត្វហើយនឹងនិយាយអីទៀតដែរបើវាដូចគ្នាអញ្ចឹងហើយ Thank you everyone for watching my video តើនឹងមានអ្វីកើតឡើងនៅពេលដែលយើងយកកំភ្លើងទៅបាញ់ដាក់ម៉ាស៊ីនចាក់សាំងនៅក្នុងហ្គេម GTA 3 GTA Vice City GTA San Andreas GTA 4 និង GTA 5ថាតើម៉ាស៊ីនចាក់សាំងនោះវាផ្ទុះដែរឬទេជាដំបូងចំពោះហ្គេម GTA 3 វិញនៅពេលយើងយកកំភ្លើងទៅបាញ់ដាក់ម៉ាស៊ីនចាក់សាំងគឺថាម៉ាស៊ីនចាក់សាំងវាផ្ទុះទៅបាទនិយាយទៅតាមធម្មតាបាទសង្ស័យតែម៉ាស៊ីនចាក់សាំងនឹងវាព្រលឹងដូចជប៉ុនហ្នឹងបាទបានគុណភាពល្អម្លឹងបាទនិយាយទៅចង់យើងបាញ់រត់អស់គ្រាប់ក៏ផ្ទុះដែរបាទចំពោះ GTA Vice City វិញនៅពេលយើងយកកំភ្លើងទៅបាញ់ដាក់ម៉ាស៊ីនចាក់សាំងគឺថាម៉ាស៊ីនចាក់សាំងវាងាយនឹងផ្ទុះខ្លាំងមែនទែនបាទនិយាយទៅយើងបាញ់តែគ្រាប់គឺថាផ្ទុះយកបងបាទដោយសារតែម៉ាស៊ីនចាក់សាំងហ្នឹងវាគឺជារបស់ចិនបាទនិយាយទៅរបស់ចិនគុណភាពអន់ខ្លាំងមែនទែនបាទអត់ដូចរបស់ជប៉ុនទេបាទចំពោះ GTA San Andreas វិញនៅពេលយើងយកកំភ្លើងទៅបាញ់ដាក់ម៉ាស៊ីនចាក់សាំងគឺថាផ្ទុះដូចគ្នាបាទគ្រាន់ថាយើងបាញ់ប្រើគ្រាប់អ៊ីនចតិចបាទបានវាផ្ទុះបាទនិយាយទៅអាម៉ាស៊ីនចាក់សាំងក្នុង GTA 3 រៀងតាន់ដែរបាទប៉ុន្តែចាញ់ GTA 3 បាទចំពោះ GTA 4 វិញក៏មានលក្ខណៈដូចនឹងហ្គេម GTA San Andreas ផងដែរបាទនិយាយទៅវាបាញ់គ្រាប់ផ្ទុះគ្នាបាទយើងប្រើប្រហែលជា5-6គ្រាប់ចឹងបាទបណ្ដាលបាញ់មកផ្ទុះម៉ាស៊ីនចាក់សាំងបានបាទចំពោះ GTA 5 វិញក៏មានលក្ខណៈដូចនឹងហ្គេម GTA 4 និងហ្គេម GTA San Andreas ផងដែរបាទនិយាយទៅបាញ់គ្រាប់ផ្ទុះដូចគ្នាបាទហើយមិនត្រឹមតែប៉ុណ្ណោះតួអង្គ Trevor យើងគាត់ក៏បានបាញ់ស្លាប់ក្រុមអ្នកពលអគារ20ដែលមកធ្វើអន្តរាគមន៍នៅកន្លែងនោះផងដែរបាទនិយាយទៅពិតជាសាហាវព្រៃសៃយងខ្នងខ្លាំងមែនទែនបាទ Thank you everyone for watching my video នៅក្នុងវីដេអូនេះខ្ញុំបាទនឹងមកធ្វើការប្រៀបធៀបពីសមត្ថភាពរបស់ APC ឬក៏របៀបដែកនៅក្នុងស៊េរីហ្គេម GTA ទាំង5នេះជាដំបូងចំពោះហ្គេម GTA 3 និងហ្គេម GTA Vice City វិញគឺថាហ្គេម GTA ទាំងពីរនេះគ្មាន APC ឡើយបាទនិយាយទៅពិតជាថោកទាបខ្លាំងមែនទែនបាទចំពោះ GTA San Andreas វិញគឺមាន APC បាទដោយ APC ក្នុងហ្គេមហ្នឹងគឺជាប្រភេទ APC របស់ប៉ូលីសបាទហើយដើម្បីឲ្យយើងអាចមានឱកាសបានប្រើប្រាស់វាទៅយើងលេងមីសិនបាទមីសិនចង់បញ្ចប់បាទហើយ CJ ទៅវៃ Big Smoke បាទបើយើងអាចមានវាសនាបានប្រើប្រាស់វាបាទចំពោះ GTA 4 វិញគឺថាហ្គេមហ្នឹងគ្មាន APC ឬក៏របៀបដែកឡើយបាទនិយាយទៅពិតជាកតោបសតបងបាទប៉ុន្តែបើចំពោះនៅក្នុងហ្គេម GTA Bella of Gay Tony វិញគឺថាហ្គេមហ្នឹងមាន APC បាទហើយ APC ក្នុងហ្គេមហ្នឹងគឺថាពិតជាលុយខ្លាំងមែនទែនបាទដោយយើងអាចធ្វើការបាញ់រះបានបាទសំខាន់ណាស់បាញ់រះហ្នឹងមិនមែនចេញគ្រាប់ធម្មតាទេបាទចេញគ្រាប់កំភ្លើងធំបាទគ្រាប់ផ្ទុះបាទបាញ់ផ្ទុះបឹងហ្នឹងបាទប៉ូលីសអីចូលមិនចោះទេបាទនិយាយទៅពិតជាសាហាវព្រៃសៃខ្លាំងមែនទែនបាទចំពោះ GTA 5 វិញក៏មាន APC ផងដែរបាទប៉ុន្តែ APC ក្នុងហ្គេមហ្នឹងគឺយើងមិនអាចធ្វើការបើកបដិបាញ់បដិបានឡើយបាទតើមានតែបើកជំនួសយើងបាទនិយាយទៅដើម្បីមានភាពងាយស្រួលតើយើងលេងដាក់ mob មីនុយឬក៏លេងជាអនឡាញបាទហើយចំពោះការបាញ់វិញគឺវាបាញ់គ្រាប់បាទនិយាយទៅបាញ់ជាគ្រាប់រឿងធំបាទបាញ់ផ្ទុះបឹងហ្នឹងបាទមិនត្រឹមតែប៉ុណ្ណោះ APC ក្នុង GTA 5 ក៏យើងអាចយកវាទៅបើកលើទឹកបានផងដែរបាទនិយាយទៅពិតជាលុយខ្លាំងមែនទែនបាទឆ្លងតាមការប្រៀបធៀបប្រធានខាងលើយើងបានដឹងថាហ្គេម GTA 4 គឺជាហ្គេមដែលអន់នឹងថោកទាបជាងគេបាទ